อัปสรานิเตียนសូមជូនរឿងឆ្កែមើលឃើញខ្មោចក្នុងកាលកន្លងទៅខ្ញុំបាទធ្លាប់បានឮម្ដាយនិងឪពុកខ្ញុំគាត់និទានប្រាប់ខ្ញុំថាបើឮឆ្កែលូឬព្រុសនៅពេលកណ្ដាលអាធ្រាត្រស្ងាត់នៅភូមិណាស្រុកណាដែលក្រៅអំពីក្រុងព្រោះពុំសូវមានមនុស្សកកនៅពេលយប់ស្រុកភូមិនោះច្រើនកើតជំងឺពុំសូវបានសេចក្តីសុខទេត្បិតខ្មោចបិសាចវាដើររាតត្បាតធ្វើឲ្យមនុស្សឈឺចាប់សឹងតែគ្រប់គ្នាព្រោះឆ្កែមើលឃើញខ្មោចដំណើរចាស់ថាឆ្កែមើលឃើញខ្មោចនោះអាស្រ័យដោយរឿងដើមថាយូរយារណាស់មកហើយមានបុរសម្នាក់ដើរទៅមើលគេលាងមេមត់ប៉ុន្តែមិនបានប្រកាសឈ្មោះនោះទេបុរសនោះដើរក្បែរដីទួលមួយដែលមានព្រៃស៊ុបទ្រុបគេកប់ខ្មោចក្នុងព្រៃនោះជាច្រើនលុះដល់ទន្ទឹមព្រៃនោះមានខ្មោចស្រែកហៅគាត់ថាពូផ្ដាំទៅប្រពន្ធឲ្យមកផងបុរសនោះមិនចេះខ្លាចខ្មោចទេគាត់ដឹងថាខ្មោចហៅពិតណាស់ប៉ុន្តែគាត់ធ្វើប្រងើយហើយឆ្លើយទៅវិញថាប្រពន្ធឯងនៅឯណាខ្មោចឆ្លើយមកវិញថាប្រពន្ធខ្ញុំនៅឯផ្ទះគេលៀងអារក្សនោះឯងបុរសឮហើយសួរទៅវិញថាចុះឯងឲ្យអញប្រាប់មិនបានបើអញមើលប្រពន្ធឯងមិនឃើញនោះក្នុងពេលនោះខ្មោចក៏ឲ្យប្រទាលប្រហោងគឺថ្នាំសម្រាប់មើលខ្មោចឃើញទាំងអស់ខ្មោចឲ្យប្រទាលនោះទៅហើយប្រាប់ទាំងឈ្មោះប្រពន្ធវាផងបុរសនោះកាលបើបានប្រទាលប្រហោងនោះមើលឃើញខ្មោចនៅពេញតែព្រៃគាត់ចេះតែដើរទៅគ្មានផិតភ័យខ្លាចអ្វីឡើយគាត់ដើរតម្រង់ទៅផ្ទះណាគេលៀងអារក្សលុះដល់ផ្ទះនោះហើយគាត់ឃើញខ្មោចស្រីកំពុងស៊ីពែសំណែនដែលសែននៅពោពេញជាច្រើនគ្នាណាស់បុរសនោះស្រែកហៅទៅតាមឈ្មោះដែលប្តីវាផ្ដាំមកហើយបោយដៃហៅចំពីមុខនិយាយថាប្តីហងឲ្យទៅឲ្យឆាប់ព្រោះកូនយំខ្លាំងណាស់ខ្មោចនឹកឆ្ងល់ថាម៉េចក៏បុរសនោះមើលឃើញអញទើបដើរសំដៅទៅហើយសួរថាចុះឯងម៉េចក៏មើលឃើញអញបុរសនោះក៏បង្ហាញប្រទាលប្រហោងហើយឆ្លើយថានេះជាប្រទាលដែលប្តីហងឲ្យអញបានជាអញមើលឃើញឯងខ្មោចនោះគ្រាន់តែឃើញប្រទាលនោះភ្លាមស្ទុះទៅដណ្ដើមយកប៉ុន្តែបុរសនោះពុំព្រមឲ្យក៏មានការប្រវែងប្រតបគ្នាដណ្ដើមប្រទាលប្រហោងនោះបុរសចេះតែស្រែកហៅឲ្យគេឯងជួយប៉ុន្តែអ្នកទាំងអស់មើលទៅពុំឃើញប្រយុទ្ធជាមួយអ្នកណាសោះឃើញតែស្ទុះស្ទាតែម្នាក់ឯងម្ល៉េះហើយគេនាំគ្នាទៅជាស្រឡាំងកាំងរកជួយមិនកើតលុះប្រវាយប្រតបគ្នាអស់មួយសន្ទុះធំបុរសក៏ចងរសាយដៃក៏របូតប្រទាលនោះពីដៃទៅខ្មោចស្ទុះប្រុងរស់យកតែពេលនោះឆ្កែឃើញភ្លាមស្ទុះផ្លែតមើកត្របាក់លេបចូលទៅក្នុងពោះបាត់ទៅហេតុនេះហើយបានជាឆ្កែមើលឃើញខ្មោចដោយសារមានរឿងនិទានយ៉ាងនេះបានជាមានជំនឿជឿថាឆ្កែវាមើលឃើញខ្មោចបើឆ្កែព្រុសលូក្នុងពេលយប់ព្រោះវាឃើញខ្មោចដើរមួយវិញទៀតមានមនុស្សច្រើនណាស់ដែលនៅជឿជាក់ហើយខំស្វែងរកប្រទាលប្រហោងដើម្បីយកមកប្រើការស័ក្តិសិទ្ធិផ្សេង
រឿងប្រាជ្ញាអណ្ដើកសត្វអណ្ដើកជាសត្វរស់នៅក្នុងទឹកបឹងក៏បានរស់នៅលើគោក៏បានហេតុដើមនោះមានរឿងព្រេងនិទានថាក្នុងគ្រាយូរយារអង្វែងហើយពេលនោះមានទឹកជំនន់ធំណាស់សត្វខ្លាដំរីរាជសីហ៍រមាំងរមាសក្តាន់ជាដើមអំពាវនាវបបួលគ្នាទៅពួននៅព្រៃហេមពាននៅសល់តែអណ្ដើកសកលមួយមិនព្រមទៅណានឹងគេសោះលុះទឹកជំនន់មកដល់គាត់ក៏ហែលលេងជាមួយនឹងពពួកមច្ឆជាតិស៊ីមើមឈើឬឈើកំពុងតែសប្បាយស្រាប់តែទឹកស្រកទៅវិញអណ្ដើកភ្លេចខ្លួនក៏ជាប់ខ្លួននៅនឹងដង្កៀបឈើតែលតោលពុំដឹងជាទៅណានឹកថាអាត្មាអញមុខជាស្លាប់ហើយព្រោះដៃជើងខ្លីៗលុះទឹកស្រកផុតពីគល់ឈើទៅវិញមានល្បះស្មៅខ្ចីដោះនៅគល់ឈើជាច្រើនពេលនោះមានដំរីមួយដើរមកបរិភោគស្មៅខ្ចីអណ្ដើកឃើញដំរីហើយនឹកថាបានការហើយអញបោកដំរីនេះម្ដងឲ្យវាដឹងដៃអណ្ដើកក៏បន្លឺវាចាថាអ្នកណាមកធ្វើអ្វីក្រើមដើមឈើនេះដំរីឆ្លើយថាខ្ញុំជាដំរីអណ្ដើកថាយឺបងដំរីបងឯងមិនទាន់ដឹងខ្លួនទេឬខ្លួនខ្ញុំនេះជាអគ្គរាជទូតព្រះបាទពារាណសីឈ្មោះថាអ្នកលួងចូលចិត្តមាណពព្រះករុណាបានប្រើអញឲ្យចាំរឹកឯងក្នុងទីនេះឥឡូវប្រទះគ្នាហើយចាំអញនិយាយប្រាប់បងឯងពូជហង្សបងឯងនេះពីដើមមកនៅបំរើជាបរិវារព្រះរាជាហើយស្រាប់តែលួចរត់បាត់យកទាំងផ្លិតចំមរបស់លោកមកជាមួយផងដំរីឮហើយក៏ភ័យញ័ររន្ធត់ឆ្លើយថាអោបងអ្នកលួងអើយខ្ញុំពុំដឹងទេខ្ញុំឃើញតែរបៀបយ៉ាងនឹងនេះជាកន្ទុយរបស់ខ្ញុំទេតើអណ្ដើកនិយាយកាត់ថានឹងហើយអញមានថាឯងលួចអីតែដូនតាឯងជាអ្នកលួចប៉ុន្តែរបស់នៅលើរូបអ្នកបើចង់រួចខ្លួនត្រូវស្វែងរកសត្វជើងមួយមកឲ្យអញយកទៅថ្វាយព្រះរាជាជួយសុំអង្វរក្រែងបានរួចខ្លួនដំរីឮដូច្នោះក៏មនីមនាដើរទៅរកសត្វជើងមួយទាំងយំស្រែកខ្លាមួយឃើញដំរីដើរយំស្រែកហើយសួរថាណែបងដំរីបងឯងមានទុកពីរឿងអ្វីក៏ដើរយំស្រែកដូចនេះដំរីសាស័ព្ទប្រាប់ខ្លាសពគ្រប់ខ្លាថាយីបងដំរីម្ដេចក៏ទៅចាញ់បោកអាសត្វអណ្ដើកចង្រៃមកយើងទៅពីរនាក់ទៅមើលវាមើលខ្លានិងដំរីបបួលគ្នាដើរត្រឡប់មកវិញអណ្ដើកក្រឡេកឃើញពីចម្ងាយនឹកថាអាយ៉ាបានខ្លាមួយមកទៀតផងមិនអីទេចាំមកចិត្តអញនឹងកំហែងអាខ្លានេះម្ដងលុះខ្លានិងដំរីដើរមកដល់ចិត្តអណ្ដើកតាំងស្រែកថាអញឮសូរមាត់ដូចជាជាត្បេះឬខ្លាឆ្លើយថាខ្ញុំនឹងហើយអណ្ដើកនិយាយថាណែជាត្បេះឯងមានរឿងធំណាស់ម្ដេចឯងបានជាភួយក្រឡាខ្លារបស់ព្រះរាជាមកខ្លាថាទេលោកខ្ញុំឃើញអីចឹងតាំងពីកើតមកអណ្ដើកប្រាប់ថានឹងហើយអញមិនថាឯងលួចទេប៉ុន្តែភ័ស្តុតាងនៅលើឯងស្រាប់ហើយបើចង់រួចខ្លួនទៅជួយរក
អាសត្វជើងមួយជាមួយនឹងដំរីនេះទៅអាភ្លឺខ្លានិងដំរីដើរបណ្ដើរយំបណ្ដើរទៅរកសត្វជើងមួយទៅជួបនឹងស្វាឆ្ងល់ណាស់ឃើញខ្លានិងដំរីមានអាការៈដូច្នោះសួរដឹងដើមតើងហើយស្វាលាន់មាត់ថាយីបងឯងទាំងពីរច្បាស់ជាចាញ់បោកអាសត្វអណ្ដើកហើយដូច្នេះត្រូវត្រឡប់ទៅវិញជាមួយអញនឹងសាកសួរវាមើលសត្វទាំង3គោនាំគ្នាត្រឡប់មកវិញអណ្ដើកឃើញស្វានឹកថាអញបោកអាស្វានេះទៀតហើយក៏ស្រែកថាយើអាចារ្យស្វាទេតើខ្ញុំរកតែមុខកន្ទុយបងឯងជាអ្វីណែខ្ញុំប្រាប់ឲ្យច្បាស់ទៅគឺជាដងលំពេងព្រះរាជាទៅកុំនិយាយអ្វីទៅរកសត្វជើងមួយមកឲ្យឆាប់ខ្លាដំរីនិងស្វាទាល់ប្រាជ្ញាក៏នាំគ្នាដើរយំបណ្ដើរទៅរកសត្វជើងមួយពុំដឹងសត្វនោះនៅឯណាទៅជួបនឹងកង្កោកសួរដឹងរឿងហេតុក៏និយាយប្រាប់ថាបងទាំង3ចាញ់ប្រាជ្ញាវាហើយមកទៅជាមួយខ្ញុំនឹងសាកសួរវាឲ្យដឹងឬគល់ខ្លាដំរីស្វានិងសត្វកង្កោកត្រឡប់មកវិញមិនទាន់ទាំងសួរថាដូចម្ដេចផងអណ្ដើកក៏ស្រែកថាយើបងអវសិទ្ធតើមករកអ្វីយើអានេះខូចណាស់ហ៊ានលួចផ្លិតកន្ទុយកង្កោកព្រះរាជាមកជាមួយផងកង្កោកភ័យខ្លួននឹកថាអាយ៉ាលេងឯងទៀតហើយតើអណ្ដើកកំហែងថាទៅមិនរួចខ្លួនទេទៅរកសត្វជើងមួយមកឲ្យអញខ្លាដំរីស្វានិងកង្កោកដើរទៅរកសត្វជើងមួយទៀតពុំដឹងជានៅឯណាទេអាសត្វជើងមួយនោះស្រាប់តែទៅជួបនឹងសត្វទន្សាយសួរដឹងរឿងក៏និយាយថាបងឯងទាំងអស់គ្នាមកទៅជាមួយអញចាំអញដោះស្រាយលុះសត្វទាំង5បណ្ដើរគ្នាមកដល់អណ្ដើកឃើញទន្សាយនឹកថាអាយ៉ាអាទន្សាយមកជាមួយផងតើអានេះមានប្រាជ្ញាណាស់បើអីចឹងត្រូវអញនិយាយតាក់ទងកន្លងឲ្យមុំតមទើបឈ្នះវាហើយស្រែកសួរពីចម្ងាយទៅថាយីអញមើលទៅឃើញដូចជាបងសុភាទន្សាយយីបងសុភាពូជពងបងឯងសុទ្ធតែធ្វើនិមឺនកាត់ក្តីទាំងអស់ពុំគួរបងឯងមានចិត្តពៀលាលួចយកប៉ែននំបញ្ចុកព្រះរាជាដូចនេះសោះទេនឹងហើយគេហៅថាចិត្តជាទេវទត្តមាត់ជាទេវតាទន្សាយនឹកថាយីអញថាមកជួយគេឥឡូវទៅជាជាប់ពីរត់ខ្លួនឯងទៀតរួចឆ្លើយថាណែបងអណ្ដើកខ្ញុំកើតឡើងឃើញតែគូតខ្ញុំមានរុនច្រើនអីចឹងស្រាប់ពុំមែនខ្ញុំលួចទេអណ្ដើកបានដៃហើយក៏ជេរថាយីអាចង្រៃអស់នេះល្ងងដូចនេះតើបានជារកសត្វជើងមួយមិនបានសោះចាំអញប្រាប់ឲ្យច្បាស់ទៅសត្វជើងមួយគឺផ្សិតនេះឯងប៉ុន្តែអញមិនប្រាប់ត្រង់អញចង់ដឹងប្រាជ្ញាអាឯងទាំងអស់គ្នាមើលតើប្រាជ្ញដូចអញឬមិនដូចសត្វទាំង5គឺខ្លាដំរីស្វាកង្កោកនិងទន្សាយនាំគ្នាទៅដកផ្សិតបានយ៉ាងច្រើនយកមកប្រគល់ឲ្យអណ្ដើកក៏អនុញ្ញាតឲ្យស្វាឡើងដើមឈើទៅលើកខ្លួនដាក់ចុះពីដង្គៀបឈើរួចប្រើឲ្យធ្វើកូនខ្ទើមលើខ្នងដំរីនិងបិទបាំងជុំវិញហើយយកផ្សិតទៅដាក់ក្នុងខ្ទើមនោះខ្លួនឯងក៏ពួនស៊ីផ្សិតក្នុងខ្ទើមយ៉ាងឆ្ងាញ់ពិសាអណ្ដើកបញ្ជាឲ្យដំរីដើរទៅរក
nô cô bìa riêng là sấy ai khá xóa cần ngáo nếm tôn sái có che tại đá tới đài đàm bầy đo xa luôn oi ruột bí rụt lục bàn từ đòn xá mùi dạng thủng miến ca chụp trởn từ ẩn đá thưa chi ô bài cỏ bọc sát tiền ní tiệt thà né bong đầm rấy chụp sân tiền ở khía sẽ đạp ánh chia ni mến khổng quen bà anh châu quen mà đón bộ sợi nóm chết tay nôm khía sống cả chút bị anh bá đôi chân né trời bong xoa đại anh chó bí đầm rầy xóa lư hỏi có stu từ đại ẩn đá bị lư nón đầm rấy rồi hỏi ẩn đá bia trô từ buồn sông ngóm nơi nón sra nút bạt từ ai đầm rấy khla xóa cần ngáo nắng tuần sái chám dù bệt mình khơi ẩn đá trên mơ quỳnh xót tớp đằng khôn thả tránh bao ẩn đá hỏi tớp nôm khnia chia chân pi tí nụ từ nê hỏi chắc tung trá nơi dày thà che lẹ bốt mớ tai ẩn đạc prúa ẩn đạc vì lẹ khluốn nơi khung snop chín nịch tại bài phật bí group thấy tránh các bà đẩy chướng mực trời bán tay một đòn rường đám cao cảng nắng chơ tiều tam bồ rán lộc ban đầm nào tò khía mực thả cà pi đàm lỏi đàm cao cảng chia chơ mùi búa đo nơi tại lệ phunum nắng trường phunum trong này đàm chơ tiều tiền lái đo nơi tại một bread mót stưng nắng một ồ mà lọ hỏi tại đò ra đời tất chôn cà ná cứ tay hồ trò rồi lường rồi lúng đám chơi tía nụ slap on tà rái ọ từ đàm chơi tía tàng lái cà bà bán xích đầy lùng bạc quê tên nia sân rò chân nam dạng ní có chung nôm khnia thà bộ dưỡng nâng nơi tròm trò đo lơ đầy tùm niệp dạng ní to tới tiết bùm bàn tì bà đôi chân né dưỡng trời nôm khnia tới ni giấy nâng đàm con cán áo một đỏ nấy lơ đẩy miền sập hiệp đôi chân này vinh mà đòn ta bật đàm con cán miến rư trán prakot che ai tục tol nâng tật đấy đôi chân này bàn lục chung nôm khnia pram prieng hỏi buộc đàm chờ tiệt tiền lái bàn chỗ tư ni giấy nâng đám con cán đôi bàn chung nôm khnia mực mùn đầm bốn đàm con càng pro cái tại đàm chờ tiel ống vô thả bà nẹ pram đầu tới đó nấy con lành dưỡng dương rò khnia nâng to ốp bà cá rạc con nẹ riêng rò chám đó rạp tư cứ khăn mũi chám dương tiền óc khnia nâng cao sót búa chuôn mà đòn ai đám con cảng cả ba lư đám chơi tiêu ông vô đôi chân này hỏi cô pram đấu cho mực đo nơi tam một break một stưng một ô tam đám chơi tiêu sống ra hột mực ai đám chơi tiêu có nóm khnia láng từ lơ cầm bù phunum nâng chướng phunum vinh pro hạt đôi chân này bán chia sập ngày ní nơi lơ phunum nâng tam chướng phunum niên nía kê khơi miền trán tại đám chơi tiều đó từ vinh trong này ở đám con cảng kê khơi đó nơi tại tám một break một stứng một ố nứng một sầm một chia đo ràm một mà dạng tiết sắp ngày ní kế tay song kê khơi đám chơi tiều chùm rù slắc o rờ lính nóng mùi chém mà đón cứ búa chuồn đàm con cán nụ anh trong này đàm con cảng cả bà bạn đó nơi ta một break một stưng nâng một ổ một sầm một cà ná tái từ lợp trà tròn cốn crom mộng đám khèn pẹ riêng rồi dục bàn trên nền khèn pẹ khẩn giấc chư từ bó trong rồng biết bình
គឺដើមឃ្លាំងពូនេះឯងដើម្បីមិនឲ្យកងកាងចូលទៅលើបលួចចែកចង់កូនក្រមុំខ្លួនបានឯចំណែកដើមកងកាងការបើត្រូវឃ្លាំងពាក់បោះជំរងមិនឲ្យចូលចុះដូច្នោះក៏តាំងបោះស្ពានឆ្លងកាត់ជំរងនោះទៅទៀតព្រោះហេតុនោះឯងបានជាសប្តាហ៍ថ្ងៃនេះមានដើមកងកាងដុះនៅទីណាគេតែងឃើញមានដើមឃ្លាំងពាក់និងឃ្លាំងពូដុះនៅទីនោះជាដរាបហើយដើមឃ្លាំងពូដែលដុះឡើងនោះបើក្រឡេកមើលទៅឃើញវិស័យដូចជាជំរងមែនដោយហេតុនោះមូលហើយស្រួចជ្រងច្រាងជីជួរបីដូចគេដាំចំណែកឯដើមកងកាងសោតទៀតក៏មានឫសវែងធំចាក់ជ្រះទៅក្នុងដីក្នុងទឹកជាច្រើនជាងមែកទៅទៀតតម្រៀបគ្នាជាជួរមើលទៅវិស័យដូចជាស្ពានពិតហើយបើទោះជាទឹករលើកឬជំនន់ហូរច្រោះខ្លាំងយ៉ាងណាក៏មិនអាចរលើងរលំបានឡើយរឿងដើមចេកជ្វានិងដើមបាយម៉ាតចាស់បុរាណខ្មែរយើងច្រើនជឿហើយហាម5កូនចៅមិនឲ្យដាំដើមចេកជ្វានៅជិតសំយ៉ាបផ្ទះព្រោះគេយល់ថាវាដាក់ម្ចាស់ផ្ទះបានជាមានជំនឿយ៉ាងនេះដោយមានរឿងដំណាលដូចតទៅនេះជាយូរអង្វែងណាស់មកហើយមានគ្រួសារមួយជាអ្នកទីទល់ក្រប្រកបរបររកស៊ីជាកសិករក្នុងពេលមួយដែលជារដូវរាំងឫសឥតមានភ្លៀងធ្វើស្រែបុរសប្តីក៏លាប្រពន្ធទៅរកស៊ីឈ្នួលគេនៅស្រុកឆ្ងាយក្រោយដែលបុរសនោះចេញផុតទៅស្រុកកើតជំងឺអហេវតរោគរាតត្បាតពាសពេញបណ្ដាលឲ្យអ្នកភូមិទាំងមូលភ័យជ្រួលច្របល់យ៉ាងសម្បើមមុនដំបូងជំងឺនោះបណ្ដាលឡើងអំពីសត្វតូចតាចលុះយូរបន្តិចទៅក៏រាលដាលរហូតដល់សត្វធំរហូតដល់ជីវិតមនុស្សក្នុងភូមិផងគ្មានអ្នកណាអាចជួយអ្នកណាបានឡើយផ្ទះនីមួយស្ងាត់ឈឹងពេលយប់គេឮតែសំឡេងឆ្កែលូនិងពន្លឺភ្លើងប្រទីបផ្លុងត្រង់នេះមួយត្រង់នោះមួយគួរឲ្យព្រឺក្បាលពន់ពេកនៅភូមិខ្លះដែលរោគនេះមិនទាន់រាលដាលទៅដល់អ្នកនិគមជនបទទាំងនោះក៏ពុំហ៊ានដើរស្វែងរកប្រកបកិច្ចការរហេតរហូតដូចប្រក្រតីឡើយមនុស្សទាំងនោះមានកិរិយាស្ងប់ស្ងៀមមានទឹកមុខក្រៀមក្រំស្រពាប់ស្រពោនជានិច្ចនិយាយរកគ្នាទៅវិញទៅមកដោយខ្សឹបខ្សៀវមិនហ៊ាននិយាយគ្នាកោកកាកឬនឹកឈ្មោះទីកន្លែងដែលកើតជំងឺចង្រៃនោះផងទេមានថ្ងៃមួយនៅពេលដែលជំងឺកំពុងតែបង្កើនឥទ្ធិពលយ៉ាងខ្លាំងស្រាប់តែមានទាយុម្នាក់មកនិមន្តព្រះសង្ឃ4អង្គទៅចម្រើនព្រះបរិត្តនៅផ្ទះរបស់ខ្លួនលុះដល់កំណត់ទាយុនោះក៏មកទទួលព្រះថេរៈចៅអាវាសព្រមទាំងភិក្ខុ3រូបទៀតនិមន្តទៅដល់ផ្ទះឧបាសកនោះឃើញមានភ្ញៀវយ៉ាងច្រើនគេក៏និមន្តព្រះសង្ឃទាំង4អង្គឡើងលើផ្ទះគង់លើអាសនៈយ៉ាងសមគួរហើយប្រគេនភេសជ្ជៈតែស្ករបារីតាមទំនៀមទម្លាប់បន្ទាប់មកគេនាំគ្នានមស្ការព្រះរតនត្រ័យរួចអារាធនាព្រះសង្ឃចម្រើនព្រះបរិត្តប៉ុន្តែគេទូលលោកថាសូមលោកម្ចាស់កុំសូត្រធម៌ករណីសូមនិមន្តសូត្ររំលងទៅវិរុបខេតែម្ដងទៅ
ដើម្បីកុំឲ្យយូរពេលព្រះសង្ឃចាប់ផ្ដើមចម្រើនព្រះបរិត្តតាំងអំពីដើមរៀងទៅលុះដល់ធម៌ករណីលោកក៏រំលងចោលទៅសូត្រវិរូបខេតាមពាក្យទាយុបាវារណាសុំតែម្ដងក្នុងពេលនោះលោកសង្កេតឃើញទាយុទាយិកាសប្បាយរីករាយសោចញញឹមញញែមក្របបូចមាត់ក្របបូចកគ្រប់គ្នាព្រះថេរៈដើមអាសនៈនឹកឆ្ងល់ថាគេសុំកុំឲ្យសូត្រធម៌ករណីសុំឲ្យផ្លោះទៅសូត្រវិរូបខេតែម្ដងឥឡូវសូត្រវិរូបខេទៅស្រាប់តែនាំគ្នាសប្បាយបែបដូចជាប្លែកព្រះថេរៈនឹកអៀនក្នុងព្រះទ័យណាស់ខ្លាចក្រែងគេរិះគន់ថាលោកសូត្រខុសទើបត្រឡប់មកចាប់សូត្រធម៌ករណីវិញលោកទើបតែនឹកចាប់សូត្របាន3-4ព្រះឱសស្រាប់តែទាយុទាយិកានាំគ្នាដកខ្លួនថយបន្តិចម្ដងរហូតដល់អស់រលីងស្ងាត់សូន្យឈឹងភ្លើងក៏រលត់ភ្លឹបផ្ទះដែលព្រះសង្ឃឡើងទៅនោះត្រឡប់ទៅជាគុម្ពឫស្សីយ៉ាងញាត់ស្បាបបារីតែស្គរទៅជាដុំធ្យូងដីខ្សាច់និងកំណាត់ឈើអស់ទើបព្រះសង្ឃភ្ញាក់ថាបិសាចខ្លែងខ្លួនធ្វើមនុស្សទម្រាំតែភិក្ខុភើងគ្នានៅឯវត្តដឹងថាលោកគ្រូជាប់នៅចុងឫស្សីលោកគ្រូនិងព្រះសង្ឃ3អង្គទៀតត្រូវអត់ចង្ហាន់ 2-3 ថ្ងៃដោយហេតុនឹងហើយទើបចាស់បុរាណលោកថាធម៌ករណីនេះធ្វើឲ្យខ្មោចខ្លាចណាស់ឯធម៌វិរូបខេធ្វើឲ្យខ្មោចសប្បាយទៅវិញកាលណាស្រុកមិនសូវស្រួលដោយមានកើតជំងឺដង្កាត់ផ្សេងមានអាសន្នរោគអុតជាដើមនោះគេតែងនិមន្តព្រះសង្ឃចម្រើនព្រះបរិត្តហើយសូមឲ្យលោកសូត្រធម៌ករណីនេះឲ្យបាន 7-8 ចប់ហើយហាមផ្ដាច់មិនឲ្យព្រះសង្ឃសូត្រធម៌វិរូបខេឡើយដោយមានជំនឿតាមរឿងដូចបានរៀបរាប់មកខាងលើនេះម្យ៉ាងទៀតបុរាណមានជំនឿថាបើយើងដើរទៅណាមកណាពេលយប់ហើយមានព្រឺរោមព្រឺស្បែកត្រូវឲ្យសូត្រធម៌ករណីនេះដែរដោយសំអាងថាខ្មោចមិនឡើងនិយាយពីបុរសដែលទៅរកស៊ីស្រុកឆ្ងាយនោះក្រោយដែលបានទៅរកស៊ីមានលុយកាក់ល្មមត្រឡប់មកលំនៅម្ដងហើយក៏វិលត្រឡប់មកស្រុកកំណើតវិញមកដល់កណ្ដាលផ្លូវគេប្រាប់ថាអ្នកឯងទៅមិនទាន់បានទេព្រោះភូមិអ្នកឯងនោះកើតជំងឺអាសន្នរោគច្រើនណាស់មនុស្សអ្នកភូមិស្លាប់គ្មានអ្នកណាកប់អ្នកណាទេឯប្រពន្ធកូនរបស់អ្នកឯងក៏ប្រហែលជាស្លាប់ទៅហើយឬយ៉ាងណាក៏មិនដឹងព្រោះអ្នកភូមិដតីឥតមាននរណាម្នាក់ហ៊ានចូលទៅទេបរនោះដោយសេចក្តីនឹកប្រពន្ធកូនខ្លាំងពេកក៏ចេះតែចេះចូលទៅគាត់ខំធ្វើដំណើរទៅទាំងយប់ហើយទាំងសស្លាក់សស្លាផងដែរលុះទៅជិតដល់លំនៅខ្លួនមើលទៅឃើញភ្លើងផ្លុងគ្រប់ផ្ទះដូចប្រក្រតីគាត់ត្រេកអរណាស់ហើយនឹកខឹងនឹងអ្នកស្រុកដែលប្រាប់ពីកណ្ដាលផ្លូវថាគេនិយាយកុហកខ្លួនប៉ុន្តែនៅតាមផ្លូវទៅផ្ទះគាត់មានសេចក្តីសង្ស័យដែរចំពោះសភាពស្ងប់ស្ងាត់ប្លែកពីធម្មតាតែគាត់សន្និដ្ឋានថាប្រហែលជាអ្នកស្រុកមិនស្រួលមែនទើបស្ងាត់យ៉ាងនេះលុះទៅដល់ទ្វាររបងផ្ទះក៏ស្រែកហៅប្រពន្ធពេលនោះគាត់ឃើញស្រីម្នាក់ដែលគាត់បានស្គាល់ច្បាស់ថាជាប្រពន្ធរបស់គាត់រត់មកទទួលរាក់ទាក់នឹងគាត់ដូចធម្មតាគ្មានអ្វីគួរឲ្យសង្ស័យសោះនាងនោះ
ខំប្រញេប្រញាប់ទៅបង្កាត់ភ្លើងដាំបាយឲ្យប្តីបរិភោគប៉ុន្តែនាងហាមប្តីមិនឲ្យចូលទៅក្នុងបន្ទប់ដេកនាងទេឲ្យគាត់សម្រាកនៅខាងក្រៅសិនហើយប្តីនឹកឆ្ងល់នឹងអរិយាបថដ៏ចម្លែករបស់ភរិយាណាស់ដោយគាត់សង្កេតឃើញភ្នែកនាងធំលៀនបែបក្រហមហើយក្រឡឹបក្រឡាក់ខុសពីធម្មតាថែមទាំងធុំក្លិនគំរោះសាក់សពបកចេញពីបន្ទប់ដេកម្ដងផងគាត់ក៏ចង់ដឹងថាមានអ្វីនៅក្នុងបន្ទប់ដេកនោះបានជានាងខាត់មិនឲ្យចូលគិតសពគ្រប់ទៅក៏ចេះតែអង្គុយសង្កេតកិរិយារបស់ប្រពន្ធបន្តិចមកឃើញលៀនអណ្ដាតយ៉ាងវែងកែវយកវែកដែលរបូតពីដៃធ្លាក់ទៅដីមឹកវិញប្តីដែលចេះតែសម្លឹងអកប្បកិរិយាភរិយានោះការបើឃើញដូច្នេះដឹងថាមិនមែនជាប្រពន្ធខ្លួនពិតប្រាកដទេគឺច្បាស់ជាពួកបិសាចខ្លែងភេទហើយទើបនឹកដល់រឿងដែលគេនិយាយប្រាប់ពីកណ្ដាលផ្លូវថាមានពួកបិសាចធ្វើបាបលោកសង្ឃចូលរៀបរាប់មកហើយនោះភ្លាមក៏លើបចូលទៅវែកមុងក្នុងបន្ទប់របស់ប្រពន្ធខ្លួនមើលឃើញខ្មោចប្រពន្ធកូនខ្លួនស្លាប់ស្អុយរលួយដង្កូវរុកជ្រិចគាត់ថយចេញមកវិញហើយគិតរកមធ្យោបាយដើម្បីដោះខ្លួនអំពីកំណាប់ដៃមេបិសាចនេះទើបគាត់និយាយទៅកាន់នាងនោះថាឯងដាំបាយឲ្យឆ្អិនឆាប់ទៅគ្នាអស់កម្លាំងណាស់គ្នាទៅនោមនៅចុងរៀនក្រៅផ្ទះឯណោះមួយផ្លែតថាហើយគាត់ក៏ទៅចោះក្អមទឹកមួយដែលនៅក្បែរនោះបង្ហូរទឹកទៅដីឮដូចមនុស្សនោមមែនចោះរូបគាត់លើបចោះរត់បាតជើងសោព្រាតតម្រង់ទៅរកអារាមមួយដែលមានលោកគ្រូមួយអង្គចេះមន្តអាគមគាថាពូកែខាងការពារខ្មោចបិសាចនិងអាបធ្មប់ចំណែកនាងបិសាចឮសូរប្តីនោមយូរពេកនឹកឆ្ងល់ក៏តាមទៅមើលមិនឃើញប្តីក៏រត់តាមក្រោយយ៉ាងលឿនដល់ពាក់កណ្ដាលផ្លូវឃើញប្តីចំណែកឯប្តីរត់មិនទាន់បានប៉ុន្មានងាកក្រោយឃើញខ្មោចដេញតាមដឹងខ្លួនថាមើលទៅស្ទុះមិនរួចអំពីកំដាប់ដៃបិសាចក៏រត់ឡើងដើមបាយម៉ាតមួយដើមដែលនៅក្បែរនោះនាងបិសាចមិនហ៊ានចូលទៅជិតដើមនោះសោះចេះតែដើរក្រឡឹងក្បែរហើយស្រែកហៅប្តីឲ្យចុះមកបុរសនោះដឹងថានាងបិសាចនេះពិតជាខ្លាចដើមបាយម៉ាតនេះហើយបានជាមិនហ៊ានមកជិតអញសោះក៏កាច់មែកបាយម៉ាតមួយមែកលីដើរសំដៅទៅវត្តទៅឯនាងបិសាចពិតមែនតែមិនហ៊ាននៅជិតបុរសជាប្តីដោយខ្លាចដើមបាយម៉ាតមែនតែនាងនៅតែដើរតាមក្រោយរហូតបុរសនោះទៅដល់វត្តស្ទុះចូលទៅកណ្ដាលជំនុំព្រះសង្ឃដែលកំពុងធ្វើឧបោសថកម្មនៅក្នុងព្រះវិហារហើយពិតពុទ្ធដីកាព្រះសង្ឃតាមដំណើរពេលនោះលោកគ្រូដែលពូកែខាងមន្តអាគមគាថាក៏នាំបុរសនោះទៅក្នុងកុដិរបស់លោកហើយសូត្រអាគមគាថាពាត់សីមាយ៉ាងស្វាហាប់ឯនាងបិសាចក៏មិនទៅណាឆ្ងាយអំពីកុដិព្រះសង្ឃនោះទេពិតមែនតែនាងចូលទៅក្នុងកុដិលោកតាមប្តីរបស់នាងមិនបានដោយរនាំងនៃមន្តអាគមគាថាប៉ុន្តែនាងចេះតែក្រវ៉ែលរកមធ្យោបាយគ្រប់បែបយ៉ាងដើម្បីចូលទៅតាមប្តីទៅក្បែរកុដិព្រះថេរអង្គនោះមានដើមចេកជ្វាមួយដើមដែលមានធាងចូលទៅត្រង់បង្អួចកុដិទោះបីមន្តអាគមរបស់លោកគ្រូពូកែយ៉ាងណា
ក៏មិនអាចទប់ឈ្នះនឹងដើមចេកជ្វានោះដែរលោកពាត់សីមាបានតែត្រង់កន្លែងណាដែលធាងចេកជ្វាមិនទៅប៉ះនឹងសម្យ៉ាប់កត់ប៉ុណ្ណោះចំពោះមួយភាគតូចដែលកត់របស់លោកដែលធាងចេកជ្វាទៅប៉ះនោះនៅចន្លោះជាឱកាសដ៏ប្រសើរដល់នាងបិសាចនាងបិសាចក៏ឡើងតាមដើមចេកជ្វាហើយសួរតាមធាងចេកនោះឆ្លងចូលទៅក្នុងកត់របស់លោកកាច់កប្តីរបស់ខ្លួនសម្លាប់ក្នុងពេលនោះទៅព្រោះហេតុមានរឿងនិទានមកនេះហើយទើបបុរាណខ្មែរយើងនិយមជំនឿនេះហាម5កូនចៅមិនឲ្យដើមចេកជ្វានៅជាប់នឹងសម្យ៉ាផ្ទះគេថាវាដាក់ខ្លួនឯដើមបៃម៉ាតក៏បានជាឱសថសម្រាប់ការពារមួយមុខយ៉ាងពូកែចំពោះខ្មោចព្រៃបិសាចនិងអាបធ្មប់ជាប់រហូតមកដល់សព្វថ្ងៃនេះរឿងដើមផ្លូវនាងគ្រាន់តែលើឈ្មោះថាដើមផ្លូវនាងគេនឹកឆ្ងល់ភ្លាមចង់ដឹងប្រវត្តិដើមនេះថាតើរឿងរ៉ាវដូចម្ដេចបានជារុក្ខជាតិនេះមាននាមពីរួមលេះបើសង្កេតពីរូបភាពនៃដើមនេះវិញគេឃើញថាមានដើមនោះត្រសូលស្អាតពុំសូវមានថ្នាំងឬភ្នែករប៉ែករពពទេឯសម្បុរសម្បកទៀតសោតក៏សស្អាតនាំឲ្យនឹកថាប្រហែលជាបុរាណលោកប្រដូចដើមនេះទៅនឹងសាច់ផ្លូវរបស់ស្រីណាមួយហើយមើលទៅដើម្បីដោះស្រាយសេចក្តីឆ្ងល់នេះក្រុមជំនុំទំនៀមទម្លាប់សូមជូនឯកសារមួយដែលមាននិទានរឿងដូចតទៅនេះកាលនោះមានព្រះរាជាមួយអង្គព្រះនាមពុំប្រកបរឿងនេះកន្លងទៅច្រើនសតវត្សមកហើយព្រះរាជាអង្គនោះទ្រង់មានស្នំមហេសីច្រើនអង្គមានព្រះរាជបុត្រក៏ច្រើនលុះយូរបន្តិចមកព្រះរាជាអង្គនេះទ្រង់សពព្រះរាជហឫទ័យនឹងនាងមួយឈ្មោះនាងច័ន្ទព្រះអង្គទ្រង់យកនាងនោះធ្វើជាស្នំពៅបង្អស់នាងនោះមានរូបឆោមលោមពណ៌ល្អយ៉ាងឆើតជាងស្នំមហេសីទាំងអស់តែនាងនោះឥតមានព្រះរាជបុត្រទេម្ល៉េះហើយព្រះអង្គក៏សពព្រះរាជហឫទ័យជាងស្នំមហេសីទាំងអស់ដែរព្រោះនាងចេះប្រកបកិច្ចការងារដណ្ដាំស្លធ្វើភោជនាហារត្រូវព្រះតីព្រះអង្គព្រះរាជក៏លើកដំកើងនាងច័ន្ទធ្វើជាអគ្គមហេសីធំលើសគេឯងនិយាយពីនាងច័ន្ទនេះនាងមានក្រចកម្រាមដៃល្អលូតលាស់វែងគ្រប់ទាំង10បីដូចជាស្លាបព្រាបើធ្វើក្រយ៉ាស្ងោយថ្វាយស្ដេចនាងយកក្រចកដងទឹកឬដួសដងគ្រឿងផ្សេងដើម្បីធ្វើជារង្វាល់ឲ្យដឹងប្រមាណមិនឲ្យប្រៃពេកឬសាបពេកឲ្យតែល្មមសំបីនាងបកប្រហុកអំបិលស្លឹកគ្រៃឬគ្រឿងអ្វីក្នុងសម្លក្តីនាងក៏យកក្រចកម្រាមដៃធ្វើជាស្លាបព្រាម្ល៉េះហើយនាងស្លដោយមានកម្រិតកំណត់ត្រឹមត្រូវសម្លនោះមានឱជារសឆ្ងាញ់ណាស់នាំឲ្យព្រះស្វាមីសពព្រះរាជហឫទ័យរាល់ពេលវេលាលុះចំណេរយូរទៅព្រះមហេសីដើមទាំងអស់ក៏មានការក្តៅក្រហាយច្រណែននិន្ទាថាហេតុអ្វីក៏ព្រះអង្គតាំងពីបាននាងច័ន្ទដែលជាកូនរាជសុទ្ធសាធធ្វើជាស្នំហើយលើកដំកើងជាអគ្គមហេសីលើសយើងរាល់គ្នាយ៉ាងនេះហាក់ដូចជាព្រះអង្គបង់ស្នេហា
អំពីយើងគ្រប់គ្នាហើយដូច្នេះយើងរាល់គ្នាមិនត្រូវនៅក្រអេះប្រងើយកន្តើយឡើយត្រូវតែរកឧបាយណាមួយដើម្បីឲ្យព្រះអង្គជាស្វាមីនៃយើងឃ្លាតចាកសេចក្តីស្នេហាអំពីនាងច័ន្ទចេញទើបយើងរាល់គ្នានឹងបានសេចក្តីសុខគិតដូច្នោះហើយក៏នាំគ្នាឡើងទៅគាល់ព្រះរាជាក្រាបទូលដោយសេចក្តីពិតថាបបិទ្ធព្រះអង្គជាស្វាមីសូមព្រះអង្គជ្រាបខ្ញុំម្ចាស់ទាំងអស់គ្នាបានឃើញហេតុច្បាស់អំពីនាងច័ន្ទព្រះអង្គហាក់ដូចពុំបានជ្រាបការអ្វីសោះនាងនេះជាមនុស្សស្មោកគ្រោកជូរជាតិអាក្រក់សប្តាហ៍ថ្ងៃនេះបើនាងធ្វើក្រយ៉ាស្ងោយថ្វាយព្រះអង្គខ្ញុំម្ចាស់បានឃើញច្បាស់នាងយកក្រចកម្រាមដៃនាងដួសដងគ្រឿងដាក់ក្នុងសម្លនោះប៉ុន្តែបើព្រះអង្គមិនជឿរឿងនេះដូចជាខ្ញុំម្ចាស់បានក្រាបទូលទេសូមព្រះអង្គចាត់រាជបម្រើណាមួយលើបមើលក្នុងពេលដែលនាងធ្វើក្រយ៉ាស្ងោយថ្វាយព្រះអង្គចុះទើបជ្រាបនៅហេតុពិតពុំខានព្រះរាជាកាលបានទ្រង់ព្រះសណ្ដាប់អំពីមហេសីទាំងអស់ក្រាបទូលដូច្នោះហើយក៏ព្រះអង្គទ្រង់ក្រោធទ្រង់ចាត់រាជបម្រើមួយឲ្យទៅតាមសង្កេតនៅហេតុនោះតើពិតឬពុំពិតលុះរាជបម្រើបានសង្កេតទៅឃើញពិតដូច្នោះមែនទើបព្រះមហាក្សត្រទ្រង់ចាត់នាយពេជ្ជឃាតឲ្យយកនាងច័ន្ទទៅសម្លាប់ចោលឯនាងច័ន្ទកាលបើនាងបានដឹងនៅហេតុដែលព្រះអង្គខ្ញាល់នឹងអំពើដែលនាងបានធ្វើដូច្នោះនាងក៏មានសេចក្តីតក់ស្លុតនាងបានភៀសខ្លួនរត់ចេញពីព្រះបរមរាជវាំងដើម្បីឲ្យរួចពីសេចក្តីស្លាប់ឯពេជ្ជឃាតក៏ទៅរកចាប់នាងតាមព្រះតម្រាស់តែរកនាងពុំឃើញក្នុងប្រាសាទក៏ឡើងទៅក្រាបបង្គំទូលព្រះរាជាទ្រង់ឲ្យលើកទ័ពទៅតាមចាប់នាងឲ្យបានយកមកសម្លាប់ចោលកាលនោះពួកពលសេនាលើកទ័ពតាមរកនាងអស់ជាយូរថ្ងៃយូរខែពុំជួបនាងសោះឯនាងក៏ខំរត់ឲ្យរួចពីព្រះរាជអាជ្ញាដែរតែចៃដន្យពុបកម្មអ្វីរបស់នាងអំពីអតីតជាតិក៏ឲ្យពួកពលសេនាតាមនាងតាន់នៅទីកន្លែងមួយចាប់យកនាងបានហើយនាំទៅធ្វើឃាតចោលទៅនិយាយអំពីនាងច័ន្ទមុននឹងស្លាប់នាងបាននឹកដល់វាសនាអភ័ព្វរបស់ខ្លួនដែលបានធ្វើជាមហេសីហើយជាអកុសលវ័យមកបណ្ដាលឲ្យព្រះរាជាទ្រង់ក្រោធយកទោសដល់ជីវិតម្ល៉េះហើយនាងក៏តាំងសច្ចាចំពោះទេវតាដែលស្ថិតនៅដើមព្រឹក្សាលតាវរសូមឲ្យលោកធ្វើជាសាក្សីថាអោជីវិតសង្ខាររបស់ខ្ញុំពេលនេះមច្ចុរាជគឺសេចក្តីស្លាប់តាមមកតាន់ហើយនឹងបណ្ដាច់សេចក្តីស្នេហារបស់ខ្ញុំអំពីអង្គព្រះស្វាមីឥឡូវហើយដោយព្រះស្វាមីក្រោធចំពោះរូបខ្ញុំដែលទ្រង់ពុំបានពិចារណារកហេតុផលជាមុនឬមួយព្រះអង្គពុំមានប្រោសមេត្តាដល់រូបខ្ញុំសោះទេនោះខ្ញុំសូមសច្ចាផ្សងថាអាការទាំង32របស់ខ្ញុំឲ្យបានទៅជាឈ្មោះរុក្ខាលតាវរទាំងនេះហើយឲ្យព្រះអង្គបានជួបនឹងឈ្មោះដែលជានាមនៅជាប់នឹងឈើទាំងនេះកុំបីឲ្យរំលើងរួចឡើយឯនាមរបស់ខ្ញុំផ្ទាល់សូមផ្ញើនឹងដើមក្រឹស្នាដែលមានក្លិនក្រអូបហើយជាទីសពព្រះរាជហឫទ័យរបស់ព្រះអង្គផងសច្ចាបួងសួងចប់ហើយពេជ្ជឃាតក៏ប្រហារជីវិតនាងខ្សែបង់ទៅចំណែកនាមឈ្មោះរបស់នាង
ក៏បានទៅប្រដេស្ថានជាប់នឹងដើមគ្រឹស្ណាទៅជាច័ន្ទគ្រឹស្ណាឯអាយតនៈដតីទៀតក៏ទៅប្រដេស្រូបភាពទៅនឹងរុក្ខជាតិផ្សេងៗដូចជាកេសាបាននៅជាប់នឹងផ្លែពោតហៅថាសក់ពោតលោមាគឺរោមបានទៅជាប់នឹងម្អមម៉ាំងសាំងគឺសាច់នាងផ្ញើនឹងដើមចាកឯសាច់ផ្លូវដែលត្រលុកត្រលន់នោះបានផ្ញើនឹងដើមឈើមួយបែបដែលមានដើមតូចល្មមគេហៅជាប់ថាដើមផ្លូវនាងរហូតដល់សព្វថ្ងៃនេះរឿងដើមរលួសមាសរលួសមាសជាសន្តានដើមផ្កាមួយប្រភេទប៉ុន្តែចម្លែកត្រង់ដើមនេះគ្មានផ្កាទេគេដាំយកលំអត្រង់ស្លឹកវានោះឯងស្លឹករលួសមាសផ្លាស់ប្ដូរបានជា3ពណ៌ក្នុងមួយឆ្នាំគឺដំបូងពណ៌សមានសន្តានដូចស្លឹកចម្ប៉ាអស់រយៈ2ទៅ3ខែស្លឹកនេះប្រែជាក្រហមឆ្អៅដូចផ្កាក្ងោកលុះបាន3ទៅ4ខែតមកទៀតស្លឹកដដែលនេះក៏ប្ដូរពណ៌បៃតងចាស់ដោយស្លឹកឈើធម្មតាវិញដោយសារតែចេះផ្លាស់ប្ដូរពណ៌ល្អប្លែកចម្លែកលើសដើមដតីទៀតដូចនេះហើយបានជាគេដាំរលួសមាសនេះនៅពីមុខផ្ទះឬក្នុងសួនសាធារណៈផ្សេងមិនតែប៉ុណ្ណោះចាស់ទុំតែងនិទានពីរឿងព្រេងជាប្រវត្តិដើមរុក្ខជាតិនេះយ៉ាងកំសត់នាំឲ្យអ្នកផងតាក់ចិត្តនឹងដើមនេះកាន់តែខ្លាំងឡើងរឿងនោះមានសេចក្តីដំណាលថាមានបុរសម្នាក់ឈ្មោះកុលយៈមានប្រពន្ធឈ្មោះនាងកែវកេសីមានកូនស្រីម្នាក់ឈ្មោះនាងកុលកេសីស្ដេចទ្រង់ប្រទានងារជាមេស្រុកសម្រាប់ត្រួតត្រាលើប្រជារាស្ត្រទូទៅមានបុរសកំសត់ម្នាក់ទៀតនៅនាក្បែរលំនៅមេស្រុកនេះមានរបររកស៊ីធ្វើស្រែក្នុងពេលដែលប្រពន្ធមានផ្ទៃពោះគ្រប់ទសមាសក៏ប្រសូតបុត្រប្រុសមួយនៅក្នុងស្រែដែលនាងកំពុងច្រូតស្រូវអ្នកផងទាំងពួងដែលនៅចាំស្រូវស្រែផងគ្នាក៏ឲ្យឈ្មោះកូននោះថាចៅកុដុម្ពីកុមារការចម្រើនវ័យវឌ្ឍនាការបានអាយុ16ឆ្នាំក៏ប្រកបដោយរូបឆោមយ៉ាងឆើតគួរជាទីចាប់អារម្មណ៍នៃស្ត្រីផងគ្នាឯនាងកុលកេសីជាបុត្រីកុលយៈបុរសក៏មានសម្រស់គួរចេតនាដែរទាំងពីរនាក់បានលើបលួចស្នេហារវាងគ្នានឹងគ្នារហូតទាល់តែដាច់ចិត្តនាំគ្នារត់ចេញពីស្រុកកំណើតដោយខ្លាចឪពុកម្ដាយទាំងពីរខាងធ្វើទោសទាំងពីរអ្នកប្តីប្រពន្ធខំដើរផងរត់ផងកាត់ព្រៃព្រឹក្សាប្រទះវងមរគាគួរឲ្យភ័យខ្លាចទាំងយប់ទាំងថ្ងៃឥតឈប់ឈរបានទៅដល់ខេត្តក្រៅមួយជាជនបទដាច់ស្រយាលឈ្មោះថាកាសីអ្នកស្រុកកាសីគ្មានអ្នកណាម្នាក់រកស៊ីដោយសមាអាជីវៈទេម្នាក់គិតតែពីលួចប្លន់កាប់សម្លាប់ដណ្ដើមគេយកទាំងភ្នែកស្រស់បើគេមើលទៅក្នុងផ្ទះជនទាំងនោះគេឃើញតែកន្សែងយ័ន្តមន្តអាគមបាយសីពេញល្វែងផ្ទះទាំងមេស្រុកនៅស្រុកនោះក៏ចូលដៃជើងជាមួយពួកចៅនោះដែរឯកុដុម្ពីនិងកុលកេសីបានទៅដល់ស្រុកនោះភ្លាមក៏ត្រូវពួកចៅហាណៃឃុំចាប់កុដុម្ពីបាន
ប៉ុន្តែនាងកុលកេសីជាប្រពន្ធយកចិញ្ចៀនទៅឲ្យមេស្រុកដើម្បីអង្វរឲ្យមេស្រុកជួយយ៉ាងណាឲ្យពួកចៅដោះលែងប្តីនាងមកវិញមេស្រុកបានទៅនិយាយនឹងក្រុមចៅដោយសំអាងថាជាញាតិសាច់សាលោហិតរបស់ខ្លួនចៅក៏ដោះលែងឲ្យកុដុម្ពីករួចខ្លួនហើយទាំងពីរនាក់ប្តីប្រពន្ធក៏បានសុំលោកមេស្រុកនិងប្រពន្ធគាត់ធ្វើជាឪពុកម្ដាយធម៌មេស្រុកនិងប្រពន្ធគាត់ត្រេកអរណាស់ព្រោះគាត់គ្មានកូនបានកូនទាំងពីរនាក់នេះនឹកថានឹងបានបន្តពូជនិងជាអ្នកទទួលមរតកផងគាត់ស្រឡាញ់កុដុម្ពីកនិងនាងកុលកេសីទុកដូចជាកូនបង្កើតមិនយូរប៉ុន្មានមេស្រុកនិងភរិយាក៏ស្លាប់ទៅកុដុម្ពីកនិងនាងកុលកេសីក៏ទទួលមរតកអំពីឪពុកម្ដាយធម៌បានឡើងជាមេស្រុកជំនួសឪពុកម្ដាយចាប់ពីថ្ងៃនោះកុដុម្ពីកនិងនាងកុលកេសីបានឡើងជាអ្នកមានស្ដុកស្ដំចេញមុខចេញមាត់ខ្ញុំកំដរស្រីប្រុសបំរើឆ្វេងស្ដាំឥតខ្វះទាំងក្រុមចៅដែលធ្លាប់តែរកស៊ីលួចប្លន់ក៏បាក់បបខ្លោបខ្លាចលែងរកស៊ីលួចប្លន់ដូចមុនទៀតត្រឡប់មករកស៊ីតាមធម្មតាវិញតមកកុដុម្ពីកក៏បាននាមថាកុលកោតកុដុម្ពីកសេដ្ឋីមាននាមល្បីល្បាញខាងមានសម្បត្តិច្រើនកុលកោតកុដុម្ពីកសេដ្ឋីបានរួមសម្ភពជាមួយនាងកុលកេសីបានបុត្រីមួយឈ្មោះនាងកុមារិកាដោយនាងបានសាងបារមីជាព្រះជន្នីពោធិសត្វកាលពីជាតិមុននាងក៏ប្រកបដោយរូបឆោមយ៉ាងស្រស់ឆាតឆាយលើសកុមារិកាឯទៀតហើយនាងមានចិត្តជាទិព្វទៀតផងនាងគិតយ៉ាងណានឹងបានសម្រេចយ៉ាងនោះដូចប្រាថ្នាលុះនាងកុមារីមានព្រះជន្ម7វស្សាមានស្រីមេម៉ាយចិត្តឫស្ចាម្នាក់ឈ្មោះនាងកាលីមានកូនស្រី2នាក់គឺនាងចន្ទីនិងនាងចន្នីសុទ្ធតែជាស្រីកឡកណីដូចគ្នានាងមេម៉ាយកាលីមានបងស្រីម្នាក់ទៀតឈ្មោះកាលីនីយ៉ាមេកាលីជាស្រីមេម៉ាយមានចិត្តសាវ៉ានិងចង់បានប្តីដោយបានឮល្បីថាកុលកោតកុដុម្ពីកសេដ្ឋីមានទ្រព្យច្រើនក៏ទៅប្រឡោមលួងលោមទាល់តែកុលកោតកុដុម្ពីកសេដ្ឋីព្រមស្នេហាជាមួយដោយភ្លេចនឹកដល់នាងកុលកេសីជាស្រីប្រកបដោយលក្ខណៈត្រឹមត្រូវនោះទៅមេកាលីការដែលបានកុលកោតកុដុម្ពីកជាស្វាមីហើយក៏ច្រណែនឈ្នានីសចាក់រករករឿងលើកកំហុសដាក់ទៅលើនាងកុលកេសីប្រពន្ធដើមថាជាស្រីមានសហាយស្មន់អន្តការផ្សេងរៀងរាល់ថ្ងៃមិនចេះឈប់ឈរសោះតតែកុលកោតកុដុម្ពីកក៏ជឿតាមសម្ដីរបស់ខ្លួនថ្ងៃមួយកុលកោតកុដុម្ពីកនាំនាងកុលកេសីទៅបង់សំណាញ់ក្នុងទន្លេកំពុងតែបង់សំណាញ់ស្រាប់តែគាត់រករឿងលើកកំហុសដាក់លើប្រពន្ធថាមានសហាយទោះបីនាងកុលកេសីនិយាយតាមត្រង់យ៉ាងណាក៏កុដុម្ពីកមិនជឿក៏កើតជាចំនួនក្នុងកណ្ដាលជលសាពេលនោះកុដុម្ពីកក៏វាយនាងកុលកេសីទម្លាក់ទៅក្នុងទឹកស្លាប់ទៅក៏ទៅកើតជាត្រីដំរីដោយអំណាចផល្លានិសង្ឃរបស់នាងកុមារិកាជាកូនដែលនាងមានចិត្តជាទិព្វលុះក៏កោតកុដុម្ពីកត្រឡប់មកវិញនាងកុមារិកាក៏សួររកមាតា
ឪពុកឆ្លើយថាឥតបានដឹងរឿងអ្វីសោះក្នុងរឿងនេះតែនាងកុមារិកាក៏នៅសួរចចិចរកឫសគល់ថាខ្ញុំឃើញច្បាស់ជាម៉ែទៅជាមួយឪហើយម្ដេចក៏ឪឆ្លើយថាមិនដឹងយ៉ាងនេះនាងកុមារិកាសង្ស័យក៏ដើរទៅកំពង់ដើម្បីដើរតាមរកមាតាទៅដល់ក៏ទួញយំរៀបរាប់អំពីដំណើរបាត់មាតាត្រីដំរីជាមាតាឮក៏ងើបក្បាលពីក្នុងទឹកមើកនិយាយរឿងប្រាប់កូនស្រីតាំងពីដើមដល់ចប់ហើយនិយាយថាម្ដាយគ្មានអីស៊ីទេម្ដាយឃ្លានណាស់ចូលកូនរកចំណីឲ្យម្ដាយស៊ីផងនាងកុមារិកាក៏សន្យានឹងយកកន្ទក់និងចុងអង្ករទៅឲ្យស៊ីរៀងរាល់ថ្ងៃតាំងពីថ្ងៃនោះមកនាងកុមារិកាបាននាមថ្មីថាមរណមាតាមេកាលីក្រោយដែលបានដឹងថាត្រីដំរីនោះជាមេតានាងមរណមាតាក៏ឲ្យចំណីចានីជាកូនទៅចាប់យកមកសម្លាប់ធ្វើម្ហូបស៊ីទៀតតែដោយហេតុនាងមរណមាតាមានផល្លានិសង្សច្រើនក៏បណ្ដាលឲ្យកណ្ដុរសពំបានស្រកាត្រីដំរីពីរទុកឲ្យនាងមរណមាតាដឹងនាងមរណមាតាយកស្រកាត្រីនោះទៅកប់ទុកក្នុងដីក៏ស្រាប់តែដោះឡើងជាដើមត្រប់ហើយនាងទំនុកបំរុងដើមត្រប់ធ្វើវត្តប្រតិបត្តិរៀងរាល់ថ្ងៃមេកាលីដឹងថាដើមត្រប់ជាមេតានាងមរណមាតាក៏ឲ្យគេយកដើមត្រប់នោះទាំងឫសទាំងគល់ទៅបុកកំទេចចោលតែពេលនោះមានឆ្មាមួយបានពំឬពីសរសៃទុកឲ្យនាងមរណមាតានាងយកឫសត្រប់ពីរទៅដាំក៏កើតជាដើមរលួសពីរដើមរលួសនេះប្លែកពីរលួសធម្មតាគឺមានស្លឹកនោះប្រកបដោយពណ៌ឆ្អិនឆ្អៅហើយដើមនោះក៏គ្មានបន្លាដូចរលួសធម្មតាដែរនៅថ្ងៃមួយព្រះចៅផែនដីព្រះអង្គទ្រង់យាងមកប្រពៀតព្រៃពេលថ្ងៃក្តៅព្រះអង្គក៏យាងចូលទៅសម្រាកព្រះកាយក្រោមម្លប់ដើមរលួសមាសមួយគូនោះមុននឹងទ្រង់ចេញចាកទីនោះទៅព្រះអង្គទ្រង់ត្រាស់សួររកម្ចាស់ដើមឈើចម្លែកនេះដើម្បីសុំគភ៌យកទៅដាំឯក្នុងព្រះរាជវាំងស្ដេចទ្រង់យល់រូបឆោមនាងមរណមាតាដ៏ស្រស់បោះជាទីគភ៌ព្រះតីហើយព្រះអង្គក៏ត្រាស់សុំដើមឈើនោះនាងក៏ព្រមថ្វាយតែពួកអាមាត្យខំជីកគាស់យ៉ាងណាក៏មិនរបើករលើងដើមនោះពីដីសោះលុះព្រះអង្គត្រាស់សួរនាងមរណមាតានាងក៏សំពះអធិដ្ឋានដល់ទេពធីតាជាមាតាដែលថែដើមនោះស្រាប់តែដើមរលួសផុសពីដីអណ្ដែតឡើងទៅដោះនៅក្នុងផើងមាសរបស់ព្រះមហាក្សត្រនៅឯមុខព្រះមហាប្រាសាទព្រះអង្គក៏ទ្រង់ត្រាស់ហៅនាងមរណមាតាឲ្យចូលទៅក្នុងព្រះរាជវាំងហើយអភិសេកជាមហេសីឡើងឯផ្កានោះឲ្យនាមហៅថាផ្ការលួសមាសព្រោះបានអណ្ដែតមឹកស្ថិតនៅក្នុងផើងមាសហើយមានពណ៌ស្លឹកនោះត្រចះត្រចង់ណាស់ផងរឿងដើមស្លាម្លូមានសេចក្តីដំណាលថាកាលពីយូរណាស់មកហើយមានបងប្អូនប្រុសពីរនាក់នៅរួមសុខទុក្ខជាមួយគ្នាពុំដែលខ្នើសខ្នើងអ្វីឡើយពេលមួយបានដំណឹងថា
មានគ្រូអាចារ្យម្នាក់ដែលនៅក្នុងនគរក្បែរនោះចេះបង្រៀនវិទ្យាសាស្ត្រផ្សេងៗបុរសទាំងពីរនេះក៏នាំគ្នាចេញពីលំនៅទៅស្វែងរកសិក្សាសព្វសិលសាស្ត្រទាំងនោះត្បិតឪពុកម្ដាយបានទទួលមរណភាពជាយូរណាស់មកហើយបុរសបងអាយុបាន19ឆ្នាំចំណែកប្អូនអាយុ16ឆ្នាំលុះបានទៅដល់សំណាក់គ្រូអាចារ្យនោះហើយបុរសកំព្រាទាំងពីរនាក់ក៏នាំគ្នាអោនលំទោនសុំស្នាក់អាស្រ័យនៅរៀនសូត្រតទៅកាលបើបានឃើញរឹកពីសុភាពរាបសារនៃបុរសទាំងពីរនោះហើយគ្រូអាចារ្យក៏ព្រមទទួលចិញ្ចឹមថែរក្សាព្រមទាំងជួយបង្រៀនវិទ្យាសាស្ត្រសារពើផងក្នុងរយៈកាល2ឆ្នាំក្រោយមកគ្រូពិនិត្យមើលកិរិយាមាយាទកុមារទាំងពីរឃើញថាប្រសើរណាស់គាត់ក៏សុខចិត្តលើកូនក្រមុំរបស់គាត់ឈ្មោះនាងមណីដែលទើបតែមានអាយុ15ឆ្នាំប្រកបដោយរូបឆោមលំពណ៌គួរឲ្យអ្នកផងចាប់ចិត្តរៀបផ្សំផ្គុំជាមួយចៅសូដាជាបុរសបងដែលជាក្មេងកំព្រាបានត្រាច់មកពីស្រុកឆ្ងាយហើយមកនៅជ្រកកោនរៀនសូត្រជាមួយគាត់នោះចាប់តាំងពីថ្ងៃដែលសូដាបានជាប្រពន្ធមកក្នុងចិត្តចេះតែពុំសូវរីករាយចំពោះប្អូនសោះព្រោះគិតតែមានបំណងលោភបុណ្យស័ក្តិធំវាគិតថាក្នុងថ្ងៃណាមួយនឹងបានសម្រេចផលវិជ្ជានឹងបានជាមន្ត្រីកិត្តិយសមួយហើយវាមុខជានឹងបានជាទីគប់ព្រះតីរបស់ព្រះរាជាមិនខានរាល់ថ្ងៃពេលដែលផុតរវល់ពីការងារហើយគេតែងដើរទៅជិតប្រពន្ធហើយនិយាយដោយពាក្យទន់ភ្លន់រីករាយឯចៅសុធាជាប្អូនពុំសូវសប្បាយនៅក្នុងចិត្តទេព្រោះឃើញកិរិយារបស់បងពុំសូវរាក់ទាក់នឹងខ្លួនសោះចេះតែនឹកឆ្ងល់ក្នុងចិត្តមួយទៀតព្រួយបារម្ភនឹងមុខរបរមិនដឹងបានការអ្វីធ្វើព្រួយនោះហៅមហាព្រួយងាកទៅបងក៏គេស្ដីនិយាយរកងាកទៅរកមុខរបរគ្មានតើអាត្មាងាកទៅខាងណាបើចង្គៀងចិត្តខ្លាំងម្លេះគិតសពគ្រប់ទៅសុធាឃើញផ្លូវមួយគឺត្រូវគេចខ្លួនចេញពីលំនៅដ៏ចង្អៀតនេះព្រឹកមួយសុធារៀបចំអីវ៉ាន់ហើយដើរចេញពីផ្ទះនេះដោយឥតឲ្យនរណាដឹងបានត្រាច់ទៅដល់មាត់ស្ទឹងមួយហើយអង្គុយយ៉ាងកំសត់នៅក្រោមដើមជ្រៃធំមួយដើមដោយនឹកអស់សង្ឃឹមមិនដឹងជានឹងទៅពឹងពាក់អ្នកឯណាពេលយប់ក៏មកដល់សុធាក៏ស្រស់ស្រូបអាហារបន្តិចបន្តួចហើយទំរេតលក់នៅក្រោមដើមជ្រៃនោះទៅក្នុងពេលដែលសុធាលក់មួយភាំងទៅស្រាប់តែឃើញមនុស្សម្នាក់យ៉ាងធំសម្បើមឈរច្រងាងដៃម្ខាងកាន់ដំបងយ៉ាងធំមួយហើយស្រែកមករកកុមារថាណែអានេះឯងមកពីណាបានជាចូលមើលកន្លែងអញដោយគ្មានអុជទៀនធូបអ្វីបូជាអញសោះព្រោះអ្នកណាក៏ដោយឲ្យតែមើលទីនេះត្រូវតែគោរពបូជាអញសុធាញាប់ញ័រក្នុងខ្លួនពេកណាស់ហើយក៏និយាយតបទៅលោកតាដោយលន់ទូលថាអោលោកតាអើយសូមលោកតាមេត្តាអត់ទោសឲ្យខ្ញុំផងចុះព្រោះខ្ញុំកើតទុក្ខខ្លាំងណាស់បើប្រសិនជាលោកម្ចាស់ជ្រាបរឿងនេះផងនោះមកជាជួយអាណិតខ្ញុំមិនខានអ្នកតានោះតបវិញថាទេអញមិនត្រូវការអាណិតឯងទេអញ
ដឹងតែពីអ្នកណាមកចូលកន្លែងអញហើយមិនបន់ស្រន់បូជាអញត្រូវតែបំផ្លាញអ្នកនោះឯងគ្មានត្រាប្រណីឡើយថាហើយអ្នកតាកំណាចលើកដំបងចង្អុលទៅសុធាមាត់សេតមុនគាថាមិនយូរប៉ុន្មានកំឡោះសុធាក៏คลายខ្លួនទៅជាថ្មមួយដុំសស្អាតស្ថិតនៅត្រង់ទីដែលឈរនោះឯងឯអ្នកតាចង្រៃក៏អណ្ដោរធានបាត់ក្នុងពេលនោះដែរនិយាយពីនាយសូដាជាបងកាលដែលបានដឹងថាប្អូនរត់ចេញពីផ្ទះទៅបាត់ហើយក៏នឹកដល់ប្អូនពន់ពេកនឹកដល់គ្រាកំសត់កំរជាមួយគ្នាតាំងពីឪពុកស្លាប់ចោលរហូតដល់ខ្លួនបានប្រពន្ធគិតសពគ្រប់ទៅនាយសូដាក៏លាប្រពន្ធនឹងឪពុកក្មេកដើម្បីធ្វើដំណើរទៅតាមរកប្អូនគាត់ខំដើររកសពគ្រប់ច្រកល្ហកព្រៃភ្នំក្រាំងថ្មនិងភូមិឋាននានាតែមិនឃើញសោះសួរគេឯងក៏មិនលេចឮដំណឹងលុះដើរទៅបានទៅដល់មាត់ស្ទឹងដែលមានដើមជ្រៃសាខាត្រឈឹងត្រឈៃដុះគ្រប់នោះដោយការអស់កម្លាំងសូដាក៏សម្រាកនៅក្រោមដើមជ្រៃអង្គុយផ្អែកនឹងដុំថ្មរលោងមួយនៅក្បែរនោះលុះលក់មួយស្រឡេតទៅស្រាប់តែឃើញមនុស្សយ៉ាងធំម្នាក់លេចចេញខ្លួនមកគឺរូបអ្នកតាដដែលនោះនិយាយសំឡុតថាណែអាកំណាចអាមកពីណាចូលមកក្នុងទីនេះគ្មាននិយាយគួរសមនឹងអញសោះឮដូច្នោះសូដាញ័រអស់ខ្លួនប្រាណហើយអង្វរលន់តួថាសូមលោកមេត្តាខ្ញុំផងខ្ញុំបាទជាជ្រុលចូលមកទីនេះទៅហើយខ្ញុំសូមស្នាក់ក្នុងទីនេះមួយយប់សិនចុះព្រោះខ្ញុំធ្វើដំណើរមកពីស្រុកឆ្ងាយដើម្បីស្វែងរកប្អូនតែមិនឃើញសោះបើលោកម្ចាស់បានប្រទះនឹងប្អូនខ្ញុំសូមទានមេត្តាប្រាប់ផងអ្នកតាកំណាចបើកភ្នែកធំហើយស្រែកគំរាមមកទៀតថាទេអញគ្មានឃើញប្អូនអាណាទេអញត្រូវផ្ដន់ទាទោសអាឯងក្នុងពេលនេះបើអាឯងចង់ជួបប្អូនអាឯងអញឲ្យជួបបានគឺដុំថ្មដែលអាឯងឈរក្បែរនេះហើយជាប្អូនអាឯងថាតែប៉ុណ្ណេះអ្នកតាកំណាចលើកដំបងចង្អុលមុខនាយសូដាព្រមទាំងសេតមុនអាគមគាថាផ្លុំជាខ្យល់យ៉ាងខ្លាំងមួយរំពេចនោះរូបសូដាក៏คล้ายទៅជាដើមស្លាមួយដើមដោះប្រອບដុំថ្មនោះឯរូបអ្នកតាក៏អណ្ដោរធានក្នុងពេលនោះដែរចំណែកនាងមណីជាភរិយាក្រោយដែលបានបាត់ប្តីយូរក្រឃើញត្រឡប់មកវិញក៏ដាច់ចិត្តលាឪពុកទៅតាមរកប្តីដោយហេតុតែរលឹកប្តីខ្លាំងពេកទ្រាំនៅពុំសុខនាងក៏ដាច់ចិត្តហ៊ានដើរកាត់ព្រៃកាត់វាលតែម្នាក់ឯងមានតែសត្វសាហាវយំខ្នងជាគ្នាប៉ុណ្ណោះនាងដើរទៅបានទៅដល់មាត់ស្ទឹងមានដើមជ្រៃធំជាលំនៅឋាននៃអ្នកតាកំណាចដដែលនោះបានឃើញដើមជ្រៃធំមានមែកសាខាហើយនៅក្បែរដើមជ្រៃនាងឃើញដុំថ្មមួយដុំសរលោងនិងដើមស្លាមួយដើមបែកធាងមានផ្លែធ្លាក់សំយ៉ានៅក្បែរដុំថ្មនោះដោយនាងអស់កម្លាំងខ្លាំងណាស់ផងនាងក៏អង្គុយផ្អែកទម្រេតខ្លួននឹងគល់ស្លានោះលក់មួយសន្ទុះអ្នកតាកំណាចដដែលបានមកសម្លុតនាងដោយពាក្យផ្សេងដោយការសម្លុតសុធានិងសូដាដែរទោះបីនាងខំអង្វរក៏យ៉ាងណាក៏អ្នកតាចង្រៃមិនព្រមចេះតែស្រែកខ្លាំងឡើងថាអញត្រូវតែបំផ្លាញជីវិតនាងក្នុងពេលនេះនាងមិនព្រមឈប់អង្វរទេនៅតែទទូចថាសូមលោកតាកុំអាបំផ្លាញជីវិតនាងខ្ញុំបើមុននឹងខ្ញុំស្លាប់
សូមឲ្យខ្ញុំបានជួបនឹងប្អូនថ្លៃព្រមទាំងប្តីខ្ញុំសិនអ្នកតាកំណាចសោយចំអកខ្លាំងៗឯនាងមណីភ័យញ័រកាន់តែខ្លាំងឡើងឃើញដូច្នោះអ្នកតាក៏ចូលមកជិតហើយស្រែកខ្ទរដីជាសម្រេចថាបើនាងឯងចង់ជួបនឹងប្អូនថ្លៃព្រមទាំងប្តីនាងឯងមិនអីទេអញឲ្យជួបបានហើយនាងឯងធ្លាប់ណែតនិតនឹងប្តីយ៉ាងណាអញនឹងឲ្យណែបនិតយ៉ាងនោះទៀតដើមស្លាដែលនាងអង្គុយផ្អែកនេះហើយជាប្តីនាងឯដុំថ្មសស្អាតមួយដុំនោះឯងជាប្អូនថ្លៃនាងឥឡូវនាងឯងទៅនៅជាមួយចោះថាតែប៉ុណ្ណេះអ្នកតាលើកដំបងចង្អុលដូចមុនទៀតរូបនាងមណីក៏คล้ายជាដើមមលូដោះលាស់ខ្ចីវាឡើងតោងដើមស្លាមួយរំពេចអ្នកតាក៏អន្តរធានក្នុងពេលនោះដែរក្នុងការជាចំណេរតមកមានព្រះរាជាមួយអង្គបានកេណ្ឌរាពលទៅប្រពៀនព្រៃបានប្រទះនឹងដើមជ្រៃព្រមទាំងដុំថ្មសស្អាតនិងដើមស្លាមលូដោះប្រពាក់ប្រព័ន្ធគ្នាដែលជាហេតុឲ្យព្រះអង្គនឹកប្លែកក្នុងប្រតិយពន់ពេកក៏សួររកអ្នកណាដឹងរឿងរ៉ាវវត្ថុទាំង3នេះមិនយូរប៉ុន្មានមានអ្នកដឹងរឿងរ៉ាវនេះគឺពួកអ្នកស្រុកជិតខាងទីនេះដែលគេបានឃើញហេតុការណ៍ច្បាស់បានមកក្រាបទូលព្រះរាជាតាមដំណើរសពគ្រប់ព្រះអង្គក៏ទ្រង់ចាត់ឲ្យសេវកាមាត្រយកស្រាមកហើយបេះផ្លែស្លាស្លឹកមលូទៅដាក់លើដុំថ្មនោះរួចចាក់ស្រាស្រោចពីលើវត្ថុទាំង3ក្នុងគ្រានោះវត្ថុទាំង3ក៏រលាយជាទឹកមានពណ៌ក្រហមដូចឈាមហូរធ្លាក់ចុះពីលើផ្ទៃធរណីព្រះរាជាទ្រង់តើតនៅឧបតវហេតុនេះហើយក៏ទ្រង់ឆ្វេងយល់ថាអ្នកទាំង3នេះពីជាតិមុនស្រឡាញ់គ្នាណាស់បានជាជាតិនេះនៅតែរួមធាតុរួមរសជាតិជាមួយគ្នាយ៉ាងនេះដោយព្រះអង្គចង់ទុកអនុស្សាវរីយ៍យ៉ាងប្លែកនេះឲ្យថិតថេរបានយូរអង្វែងតទៅទ្រង់ក៏បញ្ញត្តិច្បាប់ឲ្យពពួកអ្នកស្រុកយកវត្ថុទាំង3គឺមលូស្លានិងស្រាសម្រាប់ធ្វើជាជ័យមង្គលក្នុងពេលរៀបបង្កក់កូនដែលទើបនឹងកើតក្នុងពេលរៀបអាពាហ៍ពិពាហ៍និងក្នុងឱកាសបុណ្យខ្មោចមានអ្នកស្រុកខ្លះក៏យកដុំថ្មដុតធ្វើជាកំបោរហើយទទួលទានជាមួយនឹងមលូស្លារហូតរៀងដល់សប្តាហ៍ថ្ងៃឯដើមស្លាក៏តែងតែបាននៅជាការនិយមរបស់ដើមមលូគឺថាមលូចូលចិត្តវាឡើងដើមស្លាជាងអ្វីៗទាំងអស់នេះក៏ដោយសារអ្នកទាំងពីរជាប្តីប្រពន្ធស្មោះស្ម័គ្រនឹងគ្នាក្នុងរឿងព្រេងនេះឯងរឿងភ្នំសុពណ៌កាលីបើធ្វើដំណើរពីភ្នំពេញទៅតាមផ្លូវទន្លេធំដោយទូកឬកប៉ាល់ដល់ទៅភ្នំដីច្រាលហើយបត់ទៅដល់ផែក្រូចឆ្មាស្រុកក្រូចឆ្មាខេត្តកំពង់ចាមក្រឡេកចោលភ្នែកទៅទិសឦសានក្នុងស្រុកព្រែកប្រសពខេត្តក្រចេះត្រើយខាងជើងត្រង់ឃុំចំបក់យើងនឹងឃើញភ្នំមួយខ្ពស់ទទុងនៅក្បែរមាត់ទន្លេនោះឈ្មោះភ្នំសុពណ៌កាលីជាភ្នំស័ក្តិសិទ្ធិភ្នំនោះមានរឿងព្រេងដំណាលដូចតទៅនេះកាលពីព្រៃនាយមានក្រពើមួយឈ្មោះសុពណ៌កាលីខ្លួនធំមហិមាមានឫទ្ធានុភាពពូកែណាស់ឥតក្រពើណាប្រឡងឫទ្ធផងបានអាស្រ័យនៅក្នុងអន្លង់មួយ
ឈ្មោះអនលងសាលីដែលសប្តាហ៍ថ្ងៃហៅភូមិអនលងសាលីក្នុងស្រុកស្ទឹងត្រង់ខេត្តកំពង់ចាមនាខាងក្រោមភ្នំសុពណ៌កាលីចម្ងាយប្រហែល20គីឡូម៉ែត្រក្នុងសម័យជាមួយគ្នានោះនៅឃុំមហាលៀបស្រុកកោះសុទិនក្នុងខេត្តកំពង់ចាមមានក្រពើមួយឈ្មោះនាងឱរ៉ៃនៅអាស្រ័យក្នុងទឹកទន្លេតូចត្រង់កំពង់វត្តមហាលៀបជាក្រពើរបស់លោកសង្ឃចិញ្ចឹមពេលលោកនិមន្តទៅបិណ្ឌបាតក្រពើនោះតែងបញ្ជិះចម្លងលោកទៅដល់លោកនិមន្តត្រឡប់មកវិញជាធម្មតាក្រពើនោះមានមាឌធំណាស់ក្បាល7 ហត្ថតំណែងខ្លួនជាមនុស្សបានកាលវាតំណែងខ្លួនជាមនុស្សបានឮពាក្យមនុស្សនិយាយគ្នាថាក្រពើឈ្មោះនាងឱរ៉ៃធំអ្វីប៉ុណ្ណឹងក្រពើឈ្មោះសុពណ៌កាលីនៅអន្លង់សាលីធំជាងនេះទៅទៀតនាងឱរ៉ៃបានឮមនុស្សនិយាយដូច្នោះក៏នៅជាក្រពើដូចដាហែលទៅតាមទន្លេតូចមានចម្ងាយច្រើនគីឡូម៉ែត្រសំដៅទៅរកក្រពើសុពណ៌កាលីដោយប្រាថ្នានឹងប្រឡងរិទ្ធគ្នាលុះចេញទៅដល់មាត់ពាមផ្កាយម្រេចប្រទះនឹងតាចាស់យាយចាស់កំពុងចែកទុកឆ្លងទន្លេធំនាងឱរ៉ៃក៏គិតថាបើខ្លួនអញនៅជាក្រពើនឹងសុំដោយសារតាយាយនេះពុំបានទេព្រោះគាត់ខ្លាចដូច្នេះគូអញនិមិត្តខ្លួនជាលោកនេនទើបសុំដោយសារគាត់បានគិតហើយក៏និមិត្តខ្លួនជាលោកនេនសុំដោយសារជាមួយតាយាយបានដូចបំណងនាងឱរ៉ៃលោកនេនមិនបានឲ្យតាចែវកន្សែងទុកទេបង្គាប់តាថាសូមតាទៅអង្គុយកាន់ជើងចែវខាងក្បាលទូកទុកខ្លួនឲ្យនឹងចុះថាដូច្នេះហើយលោកនេនក្រពើក៏ខំចែវទូកលឿនបន្តិចម្ដងយូរទៅរឹតតែលឿនឡើងដោយអំណាចនាងឱរ៉ៃនិមិត្តយកកន្ទុយជួយកាយទឹកផ្សំផងចំនួនកន្លះថ្ងៃទើបទៅដល់ទីកន្លែងក្រពើសុពណ៌កាលីនាងឱរ៉ៃលោកនេនសួរតាយាយថាតាឡើងត្រើយខាងស្ដាំណាតាឆ្លើយប្រាប់វិញថាតាឡើងត្រើយខាងស្ដាំនេះបានហើយលុះចូលទុកទៅដល់កំពង់នាងឱរ៉ៃលោកនេនថាពុំបានទេតាថាហើយក៏អស់ទុកនោះទៅដាក់ដល់ចិញ្ចើមច្រាំងចងក្រៀកដោយច្រវាភ្ជាប់នឹងបង្គោលព្រោះនាងឱរ៉ៃគិតថានៅពេលប្រឡងរិទ្ធគ្នានោះរលកទឹកនឹងខ្លាំងពោដល់ចិញ្ចើមច្រាំងបើប្រហែលមិនចងឲ្យជាប់មុខជានឹងអណ្ដែតទូកនោះបាត់គិតហើយក៏សម្ដែងរិទ្ធប្រែខ្លួនជាក្រពើលោតចូលទៅក្នុងទឹកហែលសំដៅទៅរកក្រពើសុពណ៌កាលីបានជួបហើយក៏ប្រខំគ្នាដោយរិទ្ធយ៉ាងអស្ចារ្យបញ្ឈរខ្លួនផុតពីទឹកផ្អើលអស់មនុស្សមកមើលត្រៀបត្រារលកទឹកបោកហួសចិញ្ចើមច្រាំងលុះប្រខំគ្នាយូរទៅក្រពើនាងឱរ៉ៃមានរិទ្ធជាងខំត្រូវពោះក្រពើសុពណ៌កាលីក្រពើសុពណ៌កាលីក៏ធ្លាយពោះស្លាប់មួយរំពេចទៅកើតជាភ្នំមួយហៅថាភ្នំសុពណ៌កាលីតាមឈ្មោះក្រពើនោះដរាបមកដល់សព្វថ្ងៃនេះភ្នំនេះពូកែស័ក្តិសិទ្ធិណាស់បើអ្នកណាទៅរៀនមន្តវិជ្ជានៅទីភ្នំនោះកំពុងអង្គុយស្វាធ្យាយតែងមានពួកបិសាចមើកច្បងធ្វើជាដុំមាសប៉ុនដងទុំឬស្រីក្រមុំមកពិតអែបស្មាសងខាងបើអ្នករៀនវិជ្ជានោះ
ផ្លត់ចំណាប់ចង់បានរបស់នោះមុខជាពួកនេះវេយបំបាក់ក៏ស្លាប់ពុំខានការមានជ័យជំនះហើយក្រពើនាងអរ៉ៃនោះក៏ត្រឡប់មកទីលំនៅវិញលុះបានយូរទៅបន្តិចទៅក្រពើនោះកំពុងតែបញ្ជិះលោកនេនឆ្លងទឹកស្រាប់តែប្រទះនឹងក្រពើបច្ចាមិត្តដទៃទៀតមកបៀតបៀននាងអរ៉ៃក៏គិតថាឥឡូវនេះនឹងទុកលោកនេននៅកន្លែងណារកកន្លែងនឹងដាក់គ្មាននាងអរ៉ៃក៏លេបលោកនេនចូលទៅក្នុងពោះខ្លួនហើយប្រយុទ្ធនឹងក្រពើជាបច្ចាមិត្តក្រពើបច្ចាមិត្តចាញ់ក្រពើនាងអរ៉ៃហើយកិច្ចខ្លួនរត់បាត់ទៅលុះរួចកិច្ចប្រយុទ្ធហើយនាងអរ៉ៃក៏ខ្ជាក់លោកនេនចេញពីពោះតាមមាត់ខ្លួនមកវិញឃើញលោកនេននោះសុគតទៅហើយក៏កើតសេចក្តីសោកស្ដាយក្រៃពេកនៅឱកាសដែលពួកមហាជនកំពុងធ្វើបុណ្យឈាបនកិច្ចរំលាយសពលោកនេននោះក្រពើនាងអរ៉ៃក៏វាឡើងទៅដេកលើភ្នក់ភ្លើងដែលកំពុងឆេះពេញអំណាចតេជោធាតុក៏ឆេះក្រពើនាងអរ៉ៃនោះបាត់បង់ជីវិតទៅមួយរំពេចដែររឿងក្រពើអាធន់សម័យទីក្រុងតាំងនៅឧដុង្គនៅស្រុកសំបូរខេត្តក្រចេះមានចៅអធិការវត្តមួយអង្គជាអ្នកប្រព្រឹត្តរៀននៅវិទ្យាវេទមន្តអាគមហើយជាអ្នកចេះចិញ្ចឹមក្រពើផងឯចំណេះរបស់លោកគ្រូចៅអធិការដែលចេះចិញ្ចឹមក្រពើនោះធ្វើឲ្យលោកមានឈ្មោះល្បីល្បាញណាស់ក៏ប៉ុន្តែចំណេះនោះបែរជាបណ្ដាលឲ្យមានសេចក្តីអន្តរាយដល់រូបលោកទៅវិញលោកគ្រូចៅអធិការនោះចិញ្ចឹមក្រពើមួយទុកដូចជាកូនសិស្សរបស់លោកក្រពើនោះនៅក្នុងទន្លេមេគង្គជាទន្លេដែលប្រកបដោយទឹកជ្រៅមានត្រីច្រើនលោកឲ្យឈ្មោះក្រពើនោះថាអាធន់ដោយលោកស្រឡាញ់ក្រពើនោះពេកលោកចូលចិត្តគង់លើថ្មនៅមាត់ច្រាំងទន្លេស្រែកហៅអាធន់ឲ្យមកលេងសប្បាយជាមួយលោកអាធន់បានឮពុទ្ធដីការបស់លោកគ្រូកាលណាក៏វាប្រញាប់មកថ្វាយបង្គំលេងកំសាន្តសប្បាយជាមួយលោកគ្រូវេលានោះហើយតាំងកិរិយាសុភាពនិងថឹងចំពោះភិក្ខុសង្ឃទាំងអស់និងអ្នកស្រុកទាំងអំបាលម៉ានដែលនៅជិតខាងវាសម័យមួយកាលព្រះមហាក្សត្រទ្រង់គង់ក្រុងឧដុង្គទ្រង់មានព្រះរាជបុត្រីមួយព្រះអង្គទ្រង់ប្រឈួនជាខ្លាំងដោយព្រះអង្គស្រឡាញ់ព្រះរាជបុត្រីយ៉ាងខ្លាំងឥតឧបមាព្រះអង្គទ្រង់ខ្សឹបខ្សួលតក់ស្លុតជាពន្លកហើយទ្រង់ឲ្យជ្រើសរើសរកពេទ្យម៉ដែលពូកែមានឈ្មោះល្បីល្បាញអស្ចារ្យមើលព្យាបាលព្រះរាជបុត្រីព្រះអង្គក៏ប៉ុន្តែគ្មានគ្រូឯណាមួយអាចរំលែកទុកព្រះរាជបុត្រីបានឡើយហេតុនេះបានជាព្រះមហាក្សត្រទ្រង់ឲ្យនិមន្តចៅអធិការវត្តសម្បូរដែលមានឈ្មោះល្បីពូកែជាងគ្រូពេទ្យឯទៀតមកព្យាបាលការធ្វើដំណើរតាមទន្លេមេគង្គដោយកប៉ាល់ពីស្រុកសម្បូរទៅឧដុង្គក្នុងសម័យឥឡូវនេះតែ2ថ្ងៃទេតែក្នុងសម័យទីក្រុងតាំងនៅឧដុង្គនោះគេធ្វើដំណើរដោយទូកជាយូរថ្ងៃព្រោះទន្លេនោះមុនពេលទៅដល់ក្រចេះមានទឹកហូរស្រួលល្អទេតែពីក្រចេះត្រូវឆ្លងទឹកហូរគូចខ្លាំងនិងមានថ្មស្រួច
ដោះនៅក្នុងទឹកដោយអន្លើលោកគ្រូចៅអធិការនិមន្តមកព្យាបាលព្រះរាជបុត្រីក៏បានស្រាក់ស្បោយជំងឺធូរគ្រាន់បើប៉ុន្តែព្រះមហាក្សត្រទ្រង់ពុំអនុញ្ញាតឲ្យគ្រូចៅអធិការវិលទៅវិញភ្លាមទេទ្រង់ឲ្យលោកនៅរងចាំថែទាំជំងឺព្រះរាជបុត្រីត្រាតែជាស្រឡះមែនតែនសិននិយាយពីអាធន់ដែលនៅស្រុកសម្បូរវាទន្ទឹងមើលផ្លូវលោកគ្រូរបស់វាជាយូរខែពុំឃើញវិលមកវិញសោះវាកើតមានសេចក្តីស្រងូតស្រងាត់រលឹកដល់លោកគ្រូជាអនេកថ្ងៃមួយវាព្រួយខ្លាំងវាក៏ហែលទឹកចេញពីលំនៅរបស់វាទៅតាមដងទន្លេមេគង្គឆ្ពោះត្រង់ទៅតាមលោកគ្រូវានៅឧដុង្គវាធ្វើដំណើរពីស្រុកសម្បូរទៅដល់ឆ្លងគ្មានជួបប្រទះនឹងសត្រូវឬគ្មានអន្តរាយអ្វីដល់ខ្លួនវាសោះប៉ុន្តែលុះវាទៅដល់ភ្នំមួយឈ្មោះភ្នំសុពណ៌កាលីវាបានជួបនឹងក្រពើមួយជាក្រពើសាហាវក្លាហានឈ្លានពានណាស់ដោយក្រពើនោះក្រែវក្រោតនឹងអាធន់ដែលហែលកាត់ទីលំនៅវាក៏រករឿងរាលដាលឆ្លោះគ្នាប៉ុន្តែដោយអាធន់មានកិច្ចរុះរាន់ចង់ជួបនឹងលោកគ្រូរបស់វាក៏ដោះដៃរត់អំពីក្រពើកំណាចនោះទៅតែវាតាំងចិត្តថាចាំថ្ងៃក្រោយសឹមអញមករករឿងអាដេរឆាននេះវិញអាធន់ទៅដល់កំពង់លួងគ្មានអ្នកណាឃើញវាសោះវាខំប្រុងប្រៀបលាក់ខ្លួនពួនអាត្មាមិនឲ្យអ្នកស្រុកឃើញវាឡើយពីព្រោះវាយល់ថាមុខតែគេភ័យផ្អើលរត់ចោលទឹកដីទន្លេសាបអស់ហើយវាព្រួយបារម្ភក្រែងរកលោកគ្រូវាពុំឃើញដោយលោកគ្រូវាហើយនឹងវាខុសភេទគ្នាឆ្ងាយណាស់ទាំងការចិញ្ចឹមជីវិតក៏ខុសគ្នាទៀតប៉ុន្តែលុះវាចិញ្ចឹមគិតទៅវាតាំងចិត្តថាត្រូវតែអញលាក់ខ្លួនពួនអាត្មានៅក្នុងទឹកនេះសិនចុះដើម្បីនឹងឆ្លៀតឆ្លើបមើលលោកគ្រូក្រែងលោចុះមើលកំសាន្តនៅក្បែរមាត់ច្រាំងតាមចំណាំរបស់លោកដោយការមុនមកមិនយូរប៉ុន្មានលោកគ្រូចៅអធិការក៏និមន្តចុះទៅមាត់ច្រាំងទន្លេទៅគង់នៅលើផែមួយឯអាធន់ការបើមើលឃើញគ្រូវាហើយវាក៏បណ្ដែតខ្លួនវាមកលើទឹកឲ្យគ្រូវាឃើញលោកគ្រូចៅអធិការក្រឡេកឃើញវាហើយក៏ភ្លាត់មាត់ស្រែកថាយីអាធន់ចៅតាទេតានេះអាធន់មិនបងអង្គយូរក៏យកមាត់វាទៅដំបាក់ផែដែលលោកគ្រូគង់ហើយត្រកងលោកគ្រូវាដាក់លើខ្នងវានាំយកទៅដោយវានឹកថាទោះបើលោកគ្រូអញគ្មានប្រតិប្រាថ្នានឹងវិលទៅទីលំនៅលោកវិញទេពេលនេះក៏ត្រូវតែអញនាំលោកទៅអោពុទ្ធោអើយលោកគ្រូចៅអធិការនោះលុះទៅដល់ស្រុកសម្បូរលោកក៏បាត់បង់ជីវិតពេលដែលអាធន់នាំលោកគ្រូវាទៅពុំទាន់ដល់ភ្នំសុពណ៌កាលីវាខំប្រុងប្រយ័ត្នការពារលោកគ្រូវាដែរមិនឲ្យជ្រមុជនៅក្នុងទឹកសោះវាហែលទៅសើលើទឹកលុះទៅដល់ភ្នំសុពណ៌កាលីវាជួបនឹងបច្ចាមិត្តវាដែលរករឿងប្រយុទ្ធជាមួយវាពីថ្ងៃមុនដោយពរនាមកហើយនោះដោយសេចក្តីគុំគួនប្រណាំងប្រជែងនៅដិតជាប់នៅក្នុងចិត្តសត្វទាំងពីរពុំចេះអស់ពុំចេះហើយក៏នាំឲ្យកើតក្តីចំនួនឡើងជាថ្មីម្ដងទៀតសត្វទាំងពីរក៏តាំងប្រយុទ្ធគ្នាក្នុងខណៈនោះភ្លាមមុននឹងប្រយុទ្ធគ្នាអាធន់គិតឃើញថា
ប្រសិនបើអញខាំក្រពើនេះអញកិច្ចចុះកិច្ចឡើងក្រវីក្រវត់ក្នុងទឹកសំជាលោកគ្រូអញធ្លាក់ពីលើខ្នងអញចុះទៅបាតទន្លេហើយបើដូច្នេះអញគិតយ៉ាងណានឹងរត់ភៀសខ្លួនកុំឆ្លោះនឹងអាកំណាចនេះឬដូចម្ដេចចិញ្ចឹងគិតទៅទើបអាធនមានគំនិតមួយថាទេគិតយ៉ាងនេះខុសទេធ្វើបែបនេះជាការនាំឲ្យបរាជ័យដល់វត្តសម្បូរពេកអញត្រូវតែប្រយុទ្ធច្បាំងនឹងអាចង្រៃនេះឲ្យវាដឹងខ្លួនថាតែកាលណាអាណាមួយហ៊ានតតាំងនឹងក្រពើលោកគ្រូចៅអធិការវត្តសម្បូរហើយអានោះឯងមុខជាអណ្ដោរធានខ្លួនពុំលែងឡើយហើយគិតឃើញម្យ៉ាងទៀតថាដូច្នេះអញត្រូវតែយកលោកគ្រូអញលាក់ទុកក្នុងពោះអញសិនអាធនគិតដូច្នោះហើយក៏ហាមាត់លេបលោកគ្រូវាទុកក្នុងពោះវាបាត់ទៅលុះលាក់លោកគ្រូរួចស្រេចហើយទើបវាយុទ្ធនឹងបច្ចាមិត្តរបស់វាមិនយូរប៉ុន្មានអាធនមានជ័យជំនះឈ្នះលើក្រពើជាសត្រូវហើយអាធនក៏ធ្វើដំណើរទៅទៀតតតែដល់ស្រុកសម្បូរបណ្ដាលភិក្ខុសង្ឃក្នុងវត្តនោះវេលាដែលឃើញអាធនទៅដល់ក៏នាំគ្នារត់ម្នីម្នាមកទទួលអាធនក៏វាឡើងទៅលើគោកនៅចំកណ្ដាលភិក្ខុសង្ឃទាំងឡាយហើយក៏ខ្ជាក់លោកគ្រូវាចេញពីក្នុងពោះវាមកអោពុទ្ធោអើយពេលនោះលោកគ្រូបាត់វិញ្ញាណคล้ายទៅជាខ្មោចសុទ្ធសាធឃើញអាការវិនិច្ឆ័យដូច្នោះហើយភិក្ខុសង្ឃគ្រប់អង្គស្រែកទ្រហោយំទ្រហឹងអើងកងស្ដាយលោកគ្រូចៅអធិការហើយក៏បន្ទោសទៅអាធនថាឯងនេះអាក្រក់ណាស់ហ៊ានសម្លាប់លោកគ្រូឥតពិចារណាអាធននឹកថាអោអញអើយអញស្មានថាពោះអញអាចលាក់លោកគ្រូអញឲ្យរួចពីក្តីអន្តរាយបានឥឡូវនេះបែរត្រឡប់ទៅជាផ្លូវសម្រាប់កប់លោកគ្រូអញទៅវិញអោគំនិតអ្វីក៏ថយថោកម្លេះអាធននឹកទៅពេញហៅស្ដាយលោកគ្រូវាណាស់តែពុំដឹងធ្វើដូចម្ដេចឲ្យលោកគ្រូមានជីវិតឡើងវិញវេលាគេរៀបបូជាសពលោកគ្រូចៅអធិការអាធនមានសេចក្តីអៀនខ្មាស់ខ្លាំងហើយនឹកថាអពមង្គលដែលនាំឲ្យលោកគ្រូអញដល់សេចក្តីអន្តរាយយ៉ាងនេះតើមកពីហេតុអ្វីចិញ្ចឹងគិតយូរទៅវាសន្និដ្ឋានថាអញប្រកាសជាខុសពិតមែនហើយព្រោះអញបានសម្លាប់លោកគ្រូដោយខ្លួនអញប៉ុន្តែហេតុអ្វីបានជាអញលេបលោកគ្រូទៅក្នុងពោះអញនេះមកអំពីអញការពារសត្រូវនៅភ្នំសុពណ៌កាលីក្នុងពេលដែលត្រឡប់ពីឧដុង្គវិញប៉ុន្តែយូរបន្តិចទៅទៀតអាធនគិតឃើញច្បាស់ថាសេចក្តីអន្តរាយដែលកើតឡើងអំបាននេះបណ្ដាលមកតែអំពីព្រះរាជបុត្រីបើប្រសិនជាស្ដេចគុំត្រាស់បង្គាប់ឲ្យគេនិមន្តលោកគ្រូអញឲ្យទៅមើលជំងឺព្រះរាជបុត្រីព្រះអង្គច្បាស់ជាលោកគ្រូអញលោកពុំមានគ្រោះថ្នាក់ដល់មរណៈដូច្នេះឡើយហេតុដែលបណ្ដាលឲ្យគ្រូអញដល់មរណៈដោយសារតែព្រះរាជបុត្រីដូច្នេះព្រះរាជបុត្រីត្រូវតែមានទោសគិតហើយអាធនក៏ចងអាឃាតគុំនុំគុំគួនប្រុងសងសឹកនឹងព្រះរាជបុត្រីឲ្យដល់នៅសេចក្តីមរណៈហើយអាធនក៏វាពីលើគោកចុះទៅក្នុងទឹកទន្លេមេគង្គអោគួរឲ្យស្ដាយវត្តសម្បូរណាស់អស់បានឃើញអាធនទៀតហើយមុននឹងហែលទៅដល់ឧដុង្គអាធនហែលសន្សឹមជាយូរថ្ងៃនៅក្នុងទន្លេមេគង្គ
ដល់ឧត្តមទើបវាឈប់សម្រាកកាយបងអង្គចាំមើលឱកាសល្អដើម្បីសងសឹកនឹងព្រះរាជបុត្រីក្នុងរឿងនេះគេមិនបានរាយរាប់អំពីកំណត់ប៉ុន្មានឆ្នាំឬខែដែលក្រពើបងអង្គចាំមានឱកាសល្អនឹងសងសឹកឡើយគេគ្រាន់តែនិយាយថាមានថ្ងៃមួយវេលាដែលព្រះរាជបុត្រីនោះបានជាសះស្បើយលហើយស្រួលព្រះអង្គហើយព្រះនាងចុះមើលក្រសាទឹកទន្លេជាមួយនឹងបរិវាររបស់ព្រះនាងវេលាដែលព្រះនាងកំពុងកញ្ជ្រោញបោកបាចលេងសប្បាយសោយក្អាកក្អាយជាមួយនឹងព្រះរាជបរិវារនៅក្នុងទឹកស្រាប់តែក្រពើឈ្មោះអាធន់មើលត្របាក់យកព្រះនាងទៅបាត់ទៅនិយាយពីព្រះមហាក្សត្រការបាទ្រង់ជ្រាបហេតុថាក្រពើបានត្របាក់លេបព្រះរាជបុត្រីហើយក៏ទ្រង់ព្រះកន្សែងខ្សឹបខ្សួលអួលអាក់ជាខ្លាំងពន់ពេកទ្រង់ត្រាស់បង្គាប់ឲ្យរៀបចំទូកទៅតាមប្រហារជីវិតក្រពើនោះដើម្បីឲ្យច្បាស់នៅរឿងនេះយើងក៏បីសន្និដ្ឋានថានៅក្នុងសម័យនោះប្រទេសកម្ពុជាលិចទឹកពាក់កណ្ដាលកន្លែងមួយធំដែលឥឡូវនេះជាខេត្តកំពង់ចាមនិងក្រចេះលិចទឹករហូចរហឹមទាំងអស់ហេតុដូច្នេះបានជាមានសត្វទឹកច្រើនមហិមាដើម្បីនឹងទៅប្រហារជីវិតអាធន់នោះគេត្រូវរៀបចំសំពៅរៀបទុកក្តារច្រវាចែវច្រើននៅទីបំផុតព្រះរាជាទ្រង់ព្រះបញ្ជាឲ្យហោរាគន់គូមើលឲ្យដឹងថាក្រពើនោះនៅទីណាហើយឲ្យរកឧបាយកលតាមចាប់ក្រពើនោះឲ្យទាល់តែបានហោរាបានឲ្យធ្វើកន្ទោងស្លឹកចេកមួយបញ្ចុះយន្តមុនអាគមគាថាក្នុងកន្ទោងនោះហើយបណ្ដែតទៅលើទឹកកន្ទោងនោះក៏អណ្ដែតទៅតាមដានអាធន់មុនដំបូងកន្ទោងអណ្ដែតចេញពីឧត្តមតម្រង់ទៅស្រុកសម្បូរហើយទៅសុំចតក្នុងព្រៃមួយខណៈដែលកន្ទោងសុំចតត្រង់ណាគេដឹងថាកន្លែងនោះហើយដែលអាធន់វាលាក់ខ្លួនពួនអាត្មាវាលុះព្រះមហាក្សត្រទ្រង់បានជ្រាបទីលំនៅរបស់អាធន់ហើយទ្រង់ក៏ចាត់ឲ្យរៀបព្រួលនៅក្នុងទឹកដើម្បីនឹងខាំងព័ទ្ធអាធន់កុំឲ្យវាហែលរួចពីក្នុងទន្លេនេះប៉ុន្តែចាត់ការពុំរហ័សទាន់ពេលវេលាអាធន់ក៏ហែលរត់បាត់ពីកន្លែងនោះទៅព្រែកដែលបានពួលមឹកនេះមានឈ្មោះថាព្រែកចាថ្នល់ដែលមាននៅលុះដល់សប្តាហ៍ថ្ងៃនេះក្រោយពេលដែលវាបានហែលបត់ចុះបត់ឡើងគ្រប់កន្លែងវាទៅដល់ស្រុកខោនហើយវាសុំចតនៅទីនោះ2 ទៅ 3 ថ្ងៃទើបវាហែលចុះមកវិញឯកន្ទោងក៏ចេះតែអណ្ដែតតាមវាជាដរាបមានទាំងនាវា2 3តាមកន្ទោងនោះផងនៅទីបំផុតកន្ទោងនោះចុះមកដល់ស្រុកឆ្លងអណ្ដែតចូលទៅក្នុងព្រែកឆ្លងសម័យនោះក្នុងពោះព្រែកមានច្រើនតែភក់ល្បាប់មាត់ព្រៃមានច្រើនតែកំពូតព្រៃអ្នកស្រុកសង់ផ្ទះតូចតាមជួរមាត់ព្រែកនោះក្នុងចន្លោះជលជាតិនិងកំពូតព្រៃឈើទាំងនោះកាលដែលអាធន់វាបានទៅដល់កំពូតព្រៃទាំងនោះវាសង្ឃឹមថាមុខជានឹងរួចអំពីគ្រោះថ្នាក់ធំហើយវាសុំចតនៅទីនោះកំពូតព្រៃទាំងនោះអាចបង្ខាំងមិនឲ្យទូកក្តារនានាចូលបានប៉ុន្តែកន្លែងនោះហើយដែលអាធន់បានសេចក្តីអន្តរាយជាទម្ងន់រហូតដល់ស្លាប់
និយាយអំពីបណ្ដាជនដែលដេញតាមអាធន់កាលបើដឹងថាវាសំណាក់អាស្រ័យនៅទីនោះហើយគេក៏នាំគ្នាទៅបញ្ជាក់មេមត់ដែលជារូបសំណឹងអ្នកតាចាស់ស្រុកនៅទីនោះដណ្ដឹងសួរបន់ស្រន់ឲ្យជួយចាប់អាធន់យកមកប្រហារជីវិតឲ្យបានបើបានដោយសេចក្តីប្រាថ្នាគេនឹងថ្វាយស្បែកក្រពើដល់មេមត់នោះពេលនោះអាធន់សុំចតនៅកន្លែងមួយដែលហៅថាតាមសប្តាហ៍ថ្ងៃនេះថារុងឯពួកអ្នកដេញតាមអាធន់លុះបានឱកាសល្អក៏មុជក្នុងទឹកចាប់ចងស្រាក់ខ្លួនវាទីដែលធ្វើការទាំងនោះនៅមានឃើញស្នាមដំណើររហូតដល់សប្តាហ៍ថ្ងៃដោយអាធន់មានទម្ងន់ច្រើនហាប់ពេកទើបគេយកកន្សែងចងដងថ្លឹងយឺតយោងធ្ពួកយកខ្លួនវាឡើងមកសម្លាប់លុះសម្លាប់អាធន់បានស្រេចហើយគេយកស្បែកទៅថ្វាយមេមត់ដែលបានបន់ស្រន់ពីមុនមកកន្លែងដែលគេទុកដុំសាច់ក្រពើនោះជាប់ឈ្មោះថានាងក្រពើតមកប៉ុន្តែដោយដីនៅកន្លែងនោះមានរាងដូចជាខ្នងសត្វលាគេត្រឡប់ជាហៅថាខ្នងក្រពើវិញដែលជាកន្លែងធ្វើចំការកៅស៊ូនៅមេមត់សប្តាហ៍ថ្ងៃឈៀងខាងកើតបន្តិចមកខាងស្នួលមានកន្លែងមួយឈ្មោះថាវាលហាងៀតព្រះជាកន្លែងដែលគេពន្លះសាច់អាធន់ប្រឡាក់អំបិល5ថ្ងៃចំណែកព្រះសពព្រះរាជបុត្រីដែលរកឃើញក្នុងពោះអាធន់នោះព្រះរាជាទ្រង់ចាត់ការបូជាព្រះភ្លើងនៅស្រុកសម្បូរហើយទ្រង់បញ្ចុះប្រធានក្នុងព្រះចេតិយមួយនៅក្នុងវត្តសម្បូរនោះឯង